សូមជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីថ្ងៃនេះដោយសារតែមានព្រឹត្តិការណ៍ថ្មីដូច្នេះហើយទ្រាំទៅដល់សប្តាហ៍ក្រោយវាយឺតអញ្ចឹងវាអាចផ្អូមដូច្នេះដើម្បីឲ្យទាន់ទៅនឹងព្រឹត្តិការណ៍នៅអ្វីដែលប្រិយមិត្តទស្សនិកជនចង់ដឹងចង់ឮចង់តាមដានចង់ស្វែងយល់នោះខ្ញុំបានស្វែងរកអ្នកជំនាញផ្នែកច្បាប់UNCLOS ច្បាប់សមុទ្រនេះយកមកជួយស្រាយជួយបញ្យល់អត្ថាធិប្បាយទៅតាមអ្វីដែលលោកមានការរៀនសូត្រយល់ដឹងហើយជាថ្មីម្ដងទៀតលោកបានដឹងហើយគឺតើលោកប៉ាស្ទីនដែលជាអតីតលោកក្មេងទេដែលឲ្យលោកធ្លាប់ជាអតីតមន្ត្រីការទូតរបស់ខ្មែរយើងប្រចាំនៅប្រេស៊ីលហើយលោកធ្លាប់ទទួលការសិក្សាបាប់សមុទ្រអន្តរជាតិនេះនៅបរិយាអង្គការសហប្រជាជាតិនាក្រុងញូវយ៉កតែម្ដងហើយលោកមានការយល់ដឹងខ្លះនៅក្នុងចំណុចនេះដូចខ្ញុំបានជម្រាបកាលពីម្សិលមិញចឹងថាខ្ញុំក៏អ្នករៀនច្បាប់ដែរប៉ុន្តែកាលដែលខ្ញុំរៀនពីចន្លោះ2003ដល់2009នោះគឺខ្ញុំមិនច្បាស់អំពី UNCLOS ទេគ្រាន់តែដឹងហើយអានសៀវភៅស្រាវជ្រាវដែរប៉ុន្តែមិនបានជាជំនាញដោយតែបងអូនប៉ាស្ទីដែលគាត់សិក្សាស្រាវជ្រាវហើយអនុវត្តផ្ទាល់នៅអង្គការសហប្រជាជាតិទេដូច្នេះហើយទើបខ្ញុំមិនហ៊ានអត្ថាធិប្បាយដោយថារឿងវារសើបហើយរឿងវាទាមទារឲ្យមានជំនាញច្បាស់លាស់បាទអញ្ចឹងខ្ញុំក៏ស្វែងរកដើម្បីសុំអញ្ជើញបងអូនមកទីនេះសាជាថ្មីដើម្បីជួយស្រាយក៏ដូចជាអត្ថាធិប្បាយឲ្យបានច្បាស់បន្តិចទាក់ទងនឹង UNCLOS នេះតើវាមានយ៉ាងម៉េចដូចលោកបានដឹងហើយថាថៃប្រកាសលុប MOU ឆ្នាំ2001អំពីរឿងការរកស៊ីរួមគ្នាភាគីទាំងពីរគ្រងនឹងធ្វើហើយមានកិច្ចព្រមព្រៀង MOU អនុសារណៈនឹងហើយប៉ុន្តែថៃបានប្រកាសលុបចោលជាឯកតោភាគីកាលពីប្រហែលថ្ងៃមុនហើយនាយករដ្ឋមន្ត្រីរបស់ថៃអនុទិនក៏បានប្រកាសដល់នាយករដ្ឋមន្ត្រីកម្ពុជាក៏ដូចជាកម្ពុជានៅឯជំនួបត្រីភាគីនៅប្រទេសហ្វីលីពីនដែលមានការផ្ចង់ម្ដាមសម្រាប់ទង្វើឲ្យមានកិច្ចប្រជុំដោយលោកប្រធានាធិបតីនៃប្រទេសហ្វីលីពីនហើយយើងក៏បានឮព័ត៌មានផ្សាយជាបន្តបន្ទាប់ថាថៃទុកចិត្តទៅជួបគ្នាឬក៏ទឹកដៃគ្នាទៅឯអន្តរជាតិនៅដោយប្រើប្រាស់យន្តការច្បាប់ UNCLOS ឆ្នាំ1982នេះអញ្ចឹងថៃបានផ្ដល់ជាចាប័ណ្ណដូចជាឆ្នាំ2016ហើយថៃបានចុះហត្ថលេខាលើកទី1ឆ្នាំ1982ហើយកម្ពុជាក៏បានចុះហត្ថលេខានៅឆ្នាំ1982ដែរនៅម៉ុងតេកូបៃប៉ុន្តែនៅពេលនោះដោយសារតែកម្ពុជាមានសង្គ្រាមស៊ីវិលអញ្ចឹងភាគីម្ខាងជាអ្នកចុះប៉ុន្តែដល់រាជាណាចក្រយើងចាប់ផ្ដើមជានាត្រូវគ្នាបានជាទើបតែរដ្ឋសភាបានផ្ដល់សច្ចាប័នកាលពីថ្មីនេះអញ្ចឹងជាហេតុធ្វើឲ្យប្រទេសយើងទាំងពីរមានកាយសម្បទាមានថាសម្បទាគ្រប់គ្រាន់ដើម្បីនឹងទៅអង្គតុលាការតាក់ទងនឹងរឿងបញ្ហា UNCLOS ច្បាប់ UNCLOS នេះដែលប្រទេសថៃបានប្រកាសលុប MOU ដែលឥឡូវនេះម្សិលមិញនាយករដ្ឋមន្ត្រីការបរទេសថៃលោកសេហាសៈពងិតកែវបាទគង្គិតកែវនេះបែរទៅជាថាអត់ទេទ្វេភាគីទេដល់អញ្ចឹងសម្រាប់តេជោអតីតនាយករដ្ឋមន្ត្រីនិងជាប្រមុខរដ្ឋស្ដីទីប្រហែលម៉ោងមុននេះលោកបានបញ្ជាក់ផ្ដល់យោបល់ជូនទៅរដ្ឋាភិបាលសម្ដេចទឹកបដីថាមិនចាំបាច់មានការចរចាទ្វេភាគីណាមួយតាក់ទងនឹងរឿងសមុទ្រនេះទេតោងតែទៅហើយយកច្បាប់ UNCLOS ទៅដោះស្រាយបញ្ហាគ្នានៅទីនោះនេះជារឿងរ៉ាវអញ្ចឹងដើម្បីឲ្យជ្រាបឲ្យបានច្បាស់សូម្បីតែខ្ញុំក៏មិនច្បាស់ដែរដើម្បីយល់ថាហេតុអីឲ្យមានUNCLOS តើនីតិវិធីច្បាប់នោះគេចែងយ៉ាងម៉េច
hơi tẹt tôn tới nâng ca bị vọt rồi viên khmai nâng xiêm ấy việc tới gì chẳng là được chơi đầm bơi sải bánh hắn ấy ở trong bạn chơi đục lục ô pasti đại chỉ ở tây tạហើយបច្ចុប្បន្នគឺលោកជាអ្នកសឹកបន្តការសិក្សាដល់មកការលោកជា lecturer បឋកថាលោកជាសាស្ត្រាចារ្យផងដើម្បីមកទីនេះដើម្បីជួយស្រាយជួយចែករំលែកបានជាការយល់ដឹងបន្ថែមទៀតឬក៏ការយល់ដឹងចំពោះអ្វីដែលតើតើនឹងច្បាប់ you on close ហើយនឹងអ្វីដែលកម្ពុជាកំពុងតែមានជាមួយនឹងបញ្ហាប្រទេសថៃឬបញ្ហានៅឯសមុទ្រនេះដូច្នេះហើយជំរាបតថាមិនដឹងជាមានច្រើនឬក៏នៅប៉ុន្តែពីរយៈពេលពីមុនមកដល់ពេលនេះយើងអត់សូវមានប៉ុន្តែនៅពេលនេះគឺលោកអូនបានទទួលការសិក្សារៀនសូត្របន្ថែមនិងទទួលសញ្ញាបត្រនៅឯបូរីអង្គការសហប្រជាជាតិតែម្ដងដូច្នេះលោកអូនជាអតីតអ្នកការទូតហើយក៏ជាមន្ត្រីកូនខ្មែរមនុស្សដែលមានធនធានមានបទពិសោធន៍មានការយល់ដឹងផ្នែកនីតិសមុទ្រនេះដែរប៉ុន្តែមិនដឹងថាតើបន្តទៅបងអូននឹងចូលរួមចំណែកឬក៏បងអូនបន្តបរៀនឬក៏បងអូនទៅធ្វើការអីយ៉ាងម៉េចទេពីព្រោះពេលនេះបងអូនអាចនឹងចូលមកជួយស្រាយនៅចង្វល់ខ្លះអរគុណសូមជម្រាបសួរលោកបាស្ទីអរគុណសារជាថ្មីដែលលោកបងអូនសូមហៅលោកបងអូនចុះបងអូនបានចូលរួមទទួលការអញ្ជើញរបស់ខ្ញុំដើម្បីមកជួយបញ្យលជួយរៀបរាប់ជួយស្រាយទូទៅដល់ប្រជារាស្ត្រយើងខ្ញុំគិតថាប្រជារាស្ត្រយើងក៏ដូចជាអ្នកបញ្ញវន្តមួយចំនួនមានការយល់ដឹងនៅមានកម្រិតអំពីបញ្ហានេះដូច្នេះដើម្បីកុំឲ្យខាតពេលវេលាខ្ញុំសូមអញ្ជើញបងប្អូនជួយបញ្យលមិនបានមាន UN close ហើយនីតិវិធីវាយ៉ាងម៉េចមុននឹងលើកជាសំណួរផ្សេងទៀតតកតទៅនឹងខ្មែរសៀមសូមអញ្ជើញបងប្អូនសូមអរគុណបាទសម្រាប់ឱកាសថ្ងៃនេះដើម្បីបកស្រាយជូនជនរួមជាតិកម្ពុជាយើងក៏ដូចជាសូមគោរពជំរាបសួរសម្ដេចអាដាមលោកជំទាវលោកស្រីនាងកញ្ញាជាពលរដ្ឋជនរួមជាតិកម្ពុជាទាំងនៅកម្ពុជាក៏ដូចជានៅទូទាំងប្រទេសហើយដើម្បីឆ្លើយតបទៅនឹងស្វៀបការវិវត្តចុងក្រោយនៃបញ្ហាកម្ពុជាថៃនេះក៏ខ្ញុំត្រូវតែឆ្លៀតឱកាសដើម្បីមកផ្ដល់សម្ភារចែករំលែកក៏ដូចជាផ្ដល់ចំណេះដឹងបន្ថែមទៅលើអ្វីជានីតិសមុទ្របាទដើម្បីឲ្យបានជ្រុលជ្រាបទៅដល់ជនរួមជាតិក៏ដូចជាបញ្ញវន្តកម្ពុជាយើងទូទាំងប្រទេសបាទខ្ញុំសូមចូលទៅដល់ចំណុចអ្វីជា on clause បាទឬក៏ UN clause បាទដែលហៅថា United Nations Convention on the Law of the Sea បាទអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីនីតិសមុទ្របាទអញ្ចឹងខ្ញុំសូមរំលឹកជារួមគឺថានៅលើពិភពលោកយើងនេះផ្ទៃទឹកមហាសាគរហ្នឹងគឺ 71% ច្រើនគោកអញ្ចឹងដីតែ 29% ទេបាទអញ្ចឹងហើយបានយើងមាននីតិសមុទ្រនេះឡើងហ្នឹងដើម្បីគ្រប់គ្រងទៅលើដែនមហាសាគរមហាសមុទ្រនៃពិភពលោកយើងទាំងអស់ហ្នឹងតែម្ដង 71% ទូទាំងពិភពលោកបាទ planet Earth ហ្នឹងអញ្ចឹងគឺថាវាមានការស្មុគស្មាញដោយសារតែវាធំធេងបបសមុទ្រនេះនីតិសមុទ្រនេះបាទអញ្ចឹងទាមទារនឹងការយកចិត្តទុកដាក់ខ្ពស់ហើយនឹងឆន្ទៈខ្ពស់ដើម្បីស្រាវជ្រាវឬក៏ចូលឲ្យជ្រៅទៅដល់អ្វីជាអត្ថប្រយោជន៍ដែលយើងអាចទាញមកបានពីនីតិសមុទ្រហ្នឹងដើម្បីការពារនៅដែនអធិបតេយ្យជាតិកម្ពុជាយើងបាទខ្ញុំអាចឆ្លុះបញ្ចាំងជាទូទៅថានៅលើពិភពលោកយ៉ាងនេះមានធម្មនុញ្ញ2ធំគឺធម្មនុញ្ញ UN ហៅថា UN Charter ហ្នឹងធម្មនុញ្ញនៃនីតិសមុទ្រ UN Clause ហ្នឹងបាទដូចយើងដឹងហើយថាសន្តិភាពពិភពលោកបច្ចុប្បន្នមិនជាស្រួលប្រហែលទេដោយសារតែមហាអំណាចនៅលោកខាងលិចកំពុងតែធ្វើឲ្យរង្គោះរង្គើនៅធម្មនុញ្ញទី1គឺធម្មនុញ្ញ UN Charter ហ្នឹងបាទដែលបំពេញទៅលើសន្តិភាពអន្តរជាតិផ្អែកលើច្បាប់នៅតែគ្រប់គ្រងទៅលើដីគោក
ហើយនឹងរដ្ឋទាំងអស់ទាំង193 94រដ្ឋហ្នឹងគឺគ្រប់គ្រងទៅដោយធម្មនុញ្ញ UN ធម្មនុញ្ញអង្គការសហប្រជាជាតិបាទរីឯការគ្រប់គ្រងទៅលើដែនសមុទ្រអធិបតេយ្យនៃរដ្ឋហើយនឹងការធ្វើនាវាចរជាអន្តរជាតិការអភិរក្សនៅជីវៈចម្រុះការការពារឬក៏ការគូសនៅផែនទីដែនអធិបតេយ្យនៃរដ្ឋដែលមានសមុទ្រហ្នឹងពីត្រឹមណាទៅត្រឹមណាសិទ្ធិដាច់មុខរហូតដល់ដែនអធិបតេយ្យពាក់ព័ន្ធទៅនឹង EEZ រហូតទៅដល់ High Sea ហ្នឹងការគូសព្រំដែនសមុទ្រអស់ហ្នឹងគឺយើងយកនីតិរួមគឺនីតិ UN clause ហ្នឹងយកមកជាមូលដ្ឋាននៅក្នុងការវាស់វែងដែនអធិបតេយ្យសមុទ្រនៃរដ្ឋទាំងអស់ទូទាំងពិភពលោកហ្នឹងផ្អែកទៅលើ UN clause ហ្នឹងបាទអញ្ចឹងទាំងដែនគោកក៏មានចំនួនរវាងរដ្ឋនិងរដ្ឋទាំងដែនទឹកក៏មានចំនួនរវាងរដ្ឋនិងរដ្ឋដូច្នេះហើយធម្មនុញ្ញធំទាំងពីរនេះត្រូវបានយកមកគ្រប់គ្រងគូសវាសចាត់ចែងជាសន្តិភាពដីគោកឬក៏ដូចជាសន្តិភាពដែនទឹកនៃពិភពលោកយើងទាំងមូលគឺធម្មនុញ្ញពីរហ្នឹងធំបាទអញ្ចឹងដូចបញ្ជាក់មុនហ្នឹងថា 71% បាទនៃភពផែនដីហ្នឹងគឺទឹកអញ្ចឹងគ្រប់ដណ្ដប់ទៅដោយធម្មនុញ្ញ UN clause អញ្ចឹងខ្ញុំសូមចូលទៅថាតើ UN clause ហ្នឹងមានប្រយោជន៍អីខ្លះបាទហើយនឹងជាមូលដ្ឋានដើម្បីវាស់វែងដែនអធិបតេយ្យនៃរដ្ឋដោយគូសចេញពីគេហៅថា baseline ឆ្នេរសមុទ្រនៃរដ្ឋហ្នឹងរដ្ឋត្រូវកំណត់ baseline របស់ខ្លួនបាទដែនឆ្នេរហ្នឹងហើយវាស់12 nautical mile ចុះទៅផ្ទៃសមុទ្របាទ12 nautical mile ប្រកាសណាស់ថាខ្មែរយើងថ្មីអីគេ12 nautical mile យើងធ្លាប់ទៅលឺ mile បាទនេះបាទច្បាស់ជាងគេគីឡូម៉ែត្រអញ្ចឹងនៅក្នុងការវាស់វែងរង្វាស់ផ្ទៃសមុទ្រគេប្រើ nautical mile ឬក៏យើងឃើញពាក្យគេដាក់កាត់ថា NM មានថា nautical mile ហើយសាស្ត្រាចារ្យនៅកម្ពុជាយើងគាត់ប្រែមកថា mile សមុទ្រអីចឹងទៅបាទអញ្ចឹងភាពខុសគ្នាមិនមែន mile ធម្មតាទេគឺ nautical mile សមុទ្រហ្នឹងមួយ nautical mile វាស្មើនឹង 1.15 mile អា mile ធម្មតាហើយបើយើងបំបែកទៅជាគីឡូម៉ែត្រអញ្ចឹងវាស្មើនឹង22គីឡូម៉ែត្របាទអញ្ចឹងចាប់ពី baseline នៃឆ្នេរនៃរដ្ឋដែលមានឆ្នេរឧទាហរណ៍ថាឆ្នេរក្រុងបរសៃអនុបាទអញ្ចឹងវាស់ចូលទៅដែនសមុទ្រ12គីឡូម៉ែត្របាទគឺគេឲ្យឈ្មោះថា territorial sea ដែនអធិបតេយ្យផ្ដាច់មុខនៃរដ្ឋបាទយោងទៅតាម UN clause ហ្នឹងបាទហើយពាក្យថាដែនអធិបតេយ្យផ្ដាច់មុខនេះទាំងលើអាកាសទាំងលើសមុទ្រទាំងក្រោមសមុទ្រទាំងបាតសមុទ្រ22គីឡូម៉ែត្រឬក៏12 nautical mile ហ្នឹងគឺផ្ដាច់មុខនៃរដ្ឋតែម្ដងបាទបាតសមុទ្រស្អីមានរ៉ែមានអីហ្នឹងគឺអត់មានសិទ្ធិរដ្ឋណាមួយមកប៉ះពាល់ទេដោយគាំពៀដោយធម្មនុញ្ញ UN clause ហ្នឹងបាទគេចែងច្បាស់អាហ្នឹងគេហៅថា territorial sea បាទ12 nautical mile ឬក៏22គីឡូម៉ែត្រតែប៉ុត 22.22 គីឡូម៉ែត្រប៉ុន្តែយើងយកលេខមូលថា22គីឡូម៉ែត្រឲ្យងាយយល់បាទ22គីឡូម៉ែត្រជាដែនអធិបតេយ្យផ្ដាច់មុខនៃរដ្ឋដែលមានសមុទ្របាទហើយចុះទៅទៀត12ចុះទៅទៀតបាទអញ្ចឹងវាចូល24ណាបាទបើយើងវាស់ពី baseline មក24ណាបាទអញ្ចឹងអាហ្នឹងគេចាត់ទុកថាជា contiguous zone បាទ contiguous zone ហ្នឹងក្នុងហ្នឹងវាមាន exclusive economic zone នៅក្នុងហ្នឹងដែរបាទតំបន់សេដ្ឋកិច្ចអញ្ចឹងសតបទី2គឺ contiguous zone ហ្នឹងដល់សតបទី3បានចូលទៅដល់ EEZ ហៅថា exclusive economic zone បាទតំបន់សេដ្ឋកិច្ចផ្ដាច់មុខបាទមិនមែនពិសេសណាគឺផ្ដាច់មុខបាទផ្ដាច់មុខនៃរដ្ឋអញ្ចឹងតំបន់សេដ្ឋកិច្ចផ្ដាច់មុខហ្នឹងគឺ200 nm 200 nautical mile បាទអញ្ចឹងនៅក្នុង EEZ ហ្នឹងរដ្ឋផ្សេងដែលមានសមុទ្រជាប់គ្នាហ្នឹង
អាចជជែកសហការគ្នាបានថាចង់វិនិយោគរួមគ្នាអីយ៉ាងម៉េចអីចឹងណា បាទ បាទគឺអាចធ្វើបាននៅ200 nautical mile ហ្នឹងបាទ200 nautical mile បើយើងប្របែកជាគីឡូម៉ែត្រវាស្មើទៅនឹង370 គីឡូ គីឡូបៀស4យើងយកលេខគត់ថា370គីឡូបាទពីឆ្នេរអញ្ចឹងបកមកកន្លែង Territorial Sea តិច Territorial Sea ហ្នឹងគឺអត់អាចប៉ះពាល់រំលោភពីរដ្ឋណាមួយបានទេបាទលុះត្រាតែកោះឬក៏រដ្ឋទាំងសងខាងហ្នឹងគាត់មានដែនដីឆ្នេរហ្នឹងគៀកគ្នា បាទ បាទឥឡូវយើងសម័យមើលថាឧទាហរណ៍ថាធម្មតាផ្ទៃដីវាអត់ស្មើវាកោងវាស្រួយវាចូលវាចេញអញ្ចឹង កងកពើអញ្ចឹងទៅ អញ្ចឹងសួរថាបើសិនជាករណីហ្នឹងឆ្នេរនៃរដ្ឋ A ហើយឆ្នេរនៃរដ្ឋ B វាគៀកគ្នាអញ្ចឹងបើយើងវាស់22គីឡូមានថាវាចូលគ្នាទៅមកបាទ អ អ ញ្ ញ្ចឹងសួរថាគេយកអីមកវាស់បាទហ្នឹងតិចទៀតយើងចូលទៅដល់ហ្នឹងយើងយកមេត្រា15នៃធម្មនុញ្ញ UN Clause ហ្នឹងបាទហើយបានបាទអត់ចង់ចូលទៅជ្រៅពេកព្រោះបច្ចេកទេសទៅខ្លាំងនេះបាទអញ្ចឹងចូលទៅបន្ទាប់ពីEEZ ហ្នឹងក៏ចូលទៅដល់ High Sea បាទ High Sea ហ្នឹងដែលយើងហៅថាដែនសមុទ្រអន្តរជាតិបាទដែនសមុទ្រអន្តរជាតិគឺប្រទេសទាំងអស់លើលោកហ្នឹងមានសិទ្ធិធ្វើនាវាចរដោយសេរីបាទអត់មាននរណាមានសិទ្ធិ blockade ទេអញ្ចឹងគាត់នឹកឃើញដល់ច្រក Hormuz បាទអញ្ចឹងច្រក Hormuz ហ្នឹងអាមេរិកក៏បិទអ៊ីរ៉ង់ក៏បិទអញ្ចឹងខុសទាំងពីរបាទបិទពាក់ព័ន្ធទៅដល់ High Sea ដែនសមុទ្រអន្តរជាតិអញ្ចឹងអ៊ីរ៉ង់ក៏ខុសអាមេរិកក៏ខុសជាកន្លែងហ្នឹងខ្ញុំតាមដានមើលឃើញសិង្ហបុរីលើកថាអត់មានសិទ្ធិបិទនៅក្នុង High Sea ទេបាទអញ្ចឹងរំលោភអ៊ុនក្លោះហើយយួនក្លោះហើយទៅជាដែនសមុទ្រអន្តរជាតិបាទអញ្ចឹងខុសហើយខុសទៀតអ៊ីរ៉ង់ប្លុកកេតមកតង់បញ្ហាមកតង់ហើយដល់អាមេរិកប្លុកកេតមកតង់ទៀតបាទនេះហើយធ្វើឲ្យខូចសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់នីតិសមុទ្របាទអញ្ចឹងអាដែនគោកនេះក៏រងគោះរង្គើអាដែនតឹងក៏រងគោះរង្គើនៃនយោបាយភូមិសាស្ត្រនយោបាយពិភពលោកហើយក៏ធ្វើឲ្យរដ្ឋឆ្លៀនពៀនដូចថៃនេះយកឱកាសហ្នឹងមកចំចិត្តឆ្លៀនពៀនកម្ពុជាបាទដូចយើងឃើញហើយថាក្រោយពីជំនួបសម្ដេចធិបតីហើយនាយករដ្ឋមន្ត្រីអនុទិនពេញសារចេញមកពីខាងនោះយ៉ាងម៉េចខ្លះបាទស៊ីហាស័កពងគិតកែវហ្នឹងថាសូមឲ្យលោកលឿនឡើងវិញកសាងសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរប៉ុន្តែដល់ខ្លួនឯងកំពុងកាន់កាប់ទឹកដីកម្ពុជាដីខុសច្បាប់នោះប្រហែលទីតាំងយើងដឹងហើយបាទនៅលើដែនគោកនេះដោយរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ MOU ឆ្នាំ2000បាទហើយនឹងសន្ធិសញ្ញាប្រាំងសៀម904 907រំលោភធ្ងន់ធ្ងររំលោភច្បាប់អន្តរជាតិហើយហ្នឹងបាទហើយបើជាសុករំលេចទៅបាត់ទាំងជាតិហើយទៅសមុទ្រម្ដងអញ្ចឹងបាទខ្ញុំចាប់សេណារីយ៉ូតាំងពីដើមមកថាអត់ស្រួលទេប្រវែងដានសុទ្ធសាធបោះពីមួយទៅមួយលេះអញ្ចឹងថ្នាក់ដឹកនាំយើងគ្រប់ជំនាន់មកហើយគឺស្គាល់ចរិតថៃច្បាស់ហើយបាទអញ្ចឹងបានខ្ញុំថាថៃបន្តចំចិត្តឆ្លៀនពៀនកម្ពុជានឹង800ឆ្នាំហើយខ្ញុំរាប់ពីសតវត្សទី13មកបាទអញ្ចឹងពិភពលោកត្រូវដឹងថាថៃនេះឆ្លៀនពៀនកម្ពុជា800ឆ្នាំមកហើយបាទវាអត់ឲ្យកម្ពុជាបានសុខ800ឆ្នាំមកហើយបាទហើយប្រវត្តិសាស្ត្រនេះទៅសេដោយអ្នកប្រវត្តិសាស្ត្រអឺរ៉ុបមិនមែនទៅសេដោយកម្ពុជាទេអញ្ចឹងពិភពលោកត្រូវដឹងថាថៃមកពីណាគេខាងត្បូងប្រទេសចិននោះបាទអញ្ចឹងសំបីតែអរិយធម៌ក៏អត់មាននៅក្នុងអាស៊ានដែរបាទតុងកឹងបាទអញ្ចឹងអ្វីដែលថៃថាកម្ពុជាកូពីពីថៃហ្នឹងសិតតែថៃកូពីលួចចម្លងពីអរិយធម៌កម្ពុជាទាំងអស់នៃមហាអាណាចក្រខ្មែរបាទនេះយើងនិយាយច្បាស់អំពីកត្តាប្រវត្តិសាស្ត្រហើយពាក់ព័ន្ធទៅនឹងការសម្រេចលុបចោលជាឯកតោភាគីទៅលើ MOU 2001ខ្ញុំឃើញថាជាសេណារីយ៉ូបោកប្រាស់តាំងពីដើមហើយដោយសារអីពេលដែលកំណត់ទូតកម្ពុជា
ដឹងជំទាស់តវ៉ាបដិសេធនៅការកាន់កាប់របស់ថៃមកលើដែនអធិបតេយ្យជាតិនៃប្រទេសជាតិកម្ពុជានេះក៏ដល់ទូតប្តឹងតវ៉ាពីក្រសួងការបរទេសទៅពីកម្ពុជាទៅនេះផ្អើលក៏ក្រោកដល់ឆាកអន្តរជាតិថៃរលេះអីមកការពេលខ្លួនអត់បានជាពិសេសពេលដែលសម្ដេចធិបតីលើកឡើងនៅក្នុងកិច្ចសម្ភាសអន្តរជាតិមួយនោះថាថៃមិនត្រឹមតែកាន់កាប់វាយកាន់កាប់ឈ្លានពានទឹកដីកម្ពុជាតាមផែនទីគូសជាឯកតោភាគីរបស់ខ្លួនទេថែមទាំងចូលកាន់កាប់ជ្រៅលើសពីផែនទីដែលខ្លួនគូសជាឯកតោភាគីនៅទៅទៀតបាទយើងដឹងហើយសម្ដេចធិបតីសភាថ្ងៃមុននោះបាទខ្លាយទៅជាអាវុធការទូតផ្អើលក៏ក្រៅពិភពលោកថៃពេលនោះគឺថាហូអីមកការពេលខ្លួនអត់បានទៀតខុសហើយខុសទៀតខុសហើយខុសទៀតទៅលើដែនអធិបតេយ្យដីគោកហើយអាពេលនោះកំពុងផ្អើលនោះសាប់វាចេញថាបាត់ទងជាតិគេដើម្បីវាយកលេសអីមួយឲ្យអន្តរជាតិវាលួងចិត្តអន្តរជាតិបង្កើតព្រឹត្តិបាទការណ៍បង្កើតព្រឹត្តិការណ៍មកចង់លុបព្រឹត្តិការណ៍អញ្ចឹងវាបញ្ចេញថាបាត់ទងជាតិហ្នឹងហើយខ្មែរយើងឯណាទៅទៅយកទងជាតិវាបាទខ្មែរយើងគឺជារាជាណាចក្រជាជាតិសាសន៍ដ៏ស្មោះត្រង់ជាទីបំផុតហើយនៅលើโลกនេះហើយ slot boat ជាទីបំផុតហើយទៅលើโลกនេះអត់មាននរណា slot boat ស្មោះត្រង់ទន់ភ្លន់ជាងខ្មែរទៀតទេដោយសារតែយើងស្មោះត្រង់ទន់ភ្លន់ពេកទៅគេឈ្លានពានយើងបាទអញ្ចឹងកន្លែងនេះចង់បញ្ជាក់ថាឈ្លានពានដែនគោកហើយអត់ចូលមក JBC យល់លេសពីមួយទៅមួយក៏ក្រៅឆាកអន្តរជាតិដោយសារកំណត់ទូតកម្ពុជាក៏ដូចជាសារដ៏មានអត្តពលរបស់សម្ដេចធិបតីរឿងវាការកាប់លើសពីផែនទីដែលគូសជាឯកតោភាគីហ្នឹងក៏រំលេចទៅបាត់ទុកជាតិបាទគិតថាអន្តរជាតិហ្នឹងគេជឿអីបាទរឿងអីដែលធំជាងគេនេះឯងកាន់កាប់ទឹកដីកម្ពុជាឡើងមិនចេះតិចទីតាំងនេះបាទយើងដឹងហើយព្រំដែនជាង800គីឡូហ្នឹងបាទកាន់កាប់តាណាខ្លះបាទអញ្ចឹងពិភពលោកគេដឹងអាស៊ានគេដឹងAOT អាស៊ានក៏ដឹងបាទ military attaché អនុព័ន្ធយោធារបស់អាស៊ានក៏ដូចជាកម្រិតឯករាជ្យទូតរដ្ឋទូតទាំងនៅអាស៊ានទាំងបរទេសគេឃើញទាំងអស់បាទហើយពេលដែលគេចុះទៅថ្ងៃមុនហ្នឹងវាបាញ់សម្ញែងទៅទៀតបាទអញ្ចឹងចរិតថៃនេះគឺថាខុសហើយខុសទៀតខុសជន់ខុសបាទហើយធ្វើឲ្យអាស៊ាននិងពិភពលោកឃើញថាថៃគឺជាជាតិសាសន៍មួយដែលមិនអាចយកជាគ្នាបានចរិតពេលបាត់ផ្សារយកច្បាប់ព្រៃមកអនុវត្តបាទអន្តរជាតិគេយកតកូលការ2 3ឯងគេឃើញទី1ថៃគូសផែនទីជាឯកតោភាគី unilaterally drawn map to invade Cambodia ក៏ករណីមួយហ្នឹងunilaterally drawn map ហ្នឹងប្រទេសតឹង192 93អត់មានប្រទេសណាមួយគ្រប់គ្រងបាត់ហើយបាទក៏ keyword មួយហ្នឹង unilaterally drawn map ដោយសារពិភពលោកគេមានធម្មនុញ្ញ UN បាទហើយបើសមុទ្រគេមានធម្មនុញ្ញ UN clause ហ្នឹងបាទត្រូវតែគោរពអញ្ចឹងបើថៃខ្លួនឯងថាជាជាតិសាសន៍ល្អត្រូវតែគោរពជាប់អន្តរជាតិគឺគោរពធម្មនុញ្ញ UN ហ្នឹងហើយហ្នឹងធម្មនុញ្ញ UN clause ហ្នឹងហើយបាទពីហ្នឹងជាគោលការណ៍បាទជាគោលការណ៍ហ្នឹងហើយគេហៅច្បាប់អន្តរជាតិទៅហើយកុំរំលឹកថារុញពីដែនគោកទៅដែនទឹកហើយរំលឹកអូនក្លោហ្នឹងរំលឹកមុនកម្ពុជាទៅទៀតចឹងខ្ញុំមើលថាវាជាសេណារីយ៉ូតាំងពីដើមហ្នឹងកម្ពុជាណាទៅប្រឆាំងច្បាប់អន្តរជាតិបាទកម្ពុជាណាទៅចង់ប្រឈមមុខសង្គ្រាមជាមួយប្រទេសថៃឬក៏ប្រទេសណាមួយយើងអត់ត្រូវការយើងស្អប់បំផុតសង្គ្រាមបាទ500ឆ្នាំហើយរឿងសង្គ្រាមយើងឆ្អែតឆ្អន់ហើយចឹងពិភពលោកទៅដឹងថាកម្ពុជាឆ្អែតឆ្អន់រឿងសង្គ្រាមហ្នឹង500ឆ្នាំហើយបើខ្ញុំក៏លេខមើលតាំងពីថៃចូលមកឈ្លានពានកម្ពុជាតាំងពីសតវត្សទី13មកម្លេះអញ្ចឹង800ឆ្នាំហើយដែលយើងអត់បានសុខបាទដោយសារតែយើងមានអ្នកចិត្តខាងដែលមានចរិតឈ្លានពានបាទហើយមកដល់2026នេះហើយបាទវានៅតែបន្តឈ្លានពានទៀតបន្តប្រើច្បាប់ព្រៃទៀតនេះរំលោភទៅលើមាត្រា1មាត្រា2នៃធម្មនុញ្ញអង្គការសហប្រជាជាតិដោយសារអីមាត្រា1មាត្រា2គេហាមឃាត់ការប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្ដូរព្រំដែនអន្តរជាតិបាទតិចយើងឃើញថាអាមេរិកវាយអ៊ីរ៉ង់អត់មែនរឿងអធិបតេយ្យជាតិទេណាអាមេរិកនៅណានោះទ្វីបអាមេរិកខាងជើងបាទតែអ៊ីរ៉ង់នៅមជ្ឈមបូព៌ានោះអញ្ចឹងអត់ពាក់ព័ន្ធនឹងការឆ្លៀតឱកាសវាយយកអធិបតេយ្យទេ
បាទគឺភូមិសាស្ត្រនយោបាយឯងបាទហើយតិចថៃឃើញថាអូអាមេរិកវាយអរងហើយចង់យកអាកាសវាយខ្មែរថៃព្រំដែនអន្តរជាតិជាប់គ្នាចឹងបើណែឯងវាយខ្មែរក្នុងឱកាសហ្នឹងគឺណែឯងរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា1មាត្រា2រំលោភធម្មនុញ្ញអាស៊ានមាត្រា1មាត្រា2នឹងដែររំលោភធម្មនុញ្ញកម្ពុជាមាត្រា1មាត្រា2នឹងដែរសុទ្ធតែចែងអំពីការការពារអធិបតេយ្យបូរណភាពទឹកដីឯករាជ្យភាពនរដ្ឋបាទហើយអត់មានសិទ្ធិរដ្ឋណាមួយប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្ដូរព្រំដែនអន្តរជាតិដោយកម្លាំងជាដាច់ខាតបើសិនណាហ៊ានធ្វើហ្នឹងគឺសัตว์ចម្លែកហើយចឹងដល់កន្លងមកខ្ញុំហៅថាបើប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្ដូរព្រំដែនអន្តរជាតិដោយវាយចូលមកទឹកដីកម្ពុជាណែឯងជាសัตว์ចម្លែកក្នុងអាស៊ានហើយបាទមានតែសัตว์ចម្លែកទេដែលធ្វើអញ្ចឹងហើយក៏សម័យសតវត្សទី21នេះអត់មានហ៊ីតឡែរទៀតទេបាទហ៊ីតឡែរមានតែសតវត្សទី20អូខេ បាទ អញ្ចឹងច្បាប់នេះវាជាមូលដ្ឋានធំណាស់ដែលថាយើងនឹងពួកយីថាយើងប្តឹងទៅUN ក្នុងហ្នឹងអញ្ចឹងច្បាប់ហ្នឹងមូលដ្ឋានធំបាទមើលទៅថៃវាហ៊ានទៅទេបើសិនជាយើងទៅអញ្ចឹងព្រោះឥឡូវគឺកិច្ចហើយកិច្ចទៅជាទ្វេភាគីទៅយ៉ាងម៉េចទៅលោកជំនាញអាកិច្ចការទាំងអស់ហ្នឹងឥឡូវយើងចូលដល់សាច់រឿងហើយព្រោះយើងមិញ UN កន្លោបញ្យល់ហើយឥឡូវចូលដល់សាច់រឿងបាទសូមអរគុណបាទយើងចូលទៅចំណុចការផ្សះផ្សាដោយចាក់បង្ខំ compulsory conciliation បាទសុកក៏ប្រវែងដានទៅ MOU 2001ហើយលើកអំពី UNCLOS UN clause បាទហើយប្រាប់មកកម្ពុជាថាឲ្យយកតាម UN clause ដែលជាច្បាប់អន្តរជាតិគ្រប់ច្បាប់អន្តរជាតិទាំងអស់គ្នាបាទហើយសួរថាមិនបានសុកប្រកាសលុបជាឯកតោភាគីអញ្ចឹង question អ្នកច្បាប់គេចោទជាសំណួរមានកត្តាអីខ្លះអត់ដល់គេឆែកមើលទៅលើលក្ខខណ្ឌរបស់ UN clause អត់មានមាត្រាណាមួយអនុញ្ញាតឲ្យរដ្ឋនៃភាគីហត្ថលេខីនឹងប្រកាសលុបជាឯកតោភាគីបានជាដាច់ខាត UN clause នឹងអត់មានមាត្រាណាមួយចែងអនុញ្ញាតទេអត់មានអញ្ចឹងមានថាធ្វើទាំងបំពេញបាទធ្វើទាំងបំពេញហើយវាអត់មានសុពលភាពទៅទៀតបើតាម UN clause នោះបាទគណៈបំពេញអត់មានលក្ខខណ្ឌបំពេញឲ្យអ្វីដែលមានចែងនៅក្នុង UN clause មានថាវាអត់មានសុពលភាពបាទអានេះខ្ញុំជជែកអំពីទិដ្ឋភាពច្បាប់បាទចឹង on clause គេចអល់មិនខ្ញុំចែកម្លែងតាម on clause បាទហើយបើយើងនិយាយអំពីក្រៅពី on clause យើងមាន Vienna Convention on the Law of Treaty VCLT អនុសញ្ញាទៅក្រុងវិញ្ញាណស្ដីអំពីច្បាប់សន្ធិសញ្ញាមាត្រា59គេបានចែងច្បាស់លាស់ណាស់អំពីលក្ខខណ្ឌតិកៈនៃការចង់លុបចង់ព្យួរចង់មោគភាពគេមានលក្ខខណ្ឌរបស់គេតោះគ្រប់លក្ខខណ្ឌអស់ហ្នឹងបានអាចលុបបានបាទហើយស្របច្បាប់ប៉ុន្តែដល់មើលមក MOU 2001នេះគឺផ្ទុយទាំងអស់ពេលដែលថៃប្រកាសលុបជាឯកតោភាគីខ្ញុំព្យាយាមស្រាវជ្រាវមើលតើមានច្បាប់ណាខ្លះអនុញ្ញាតអត់ហើយគ្រប់លក្ខខណ្ឌអត់បាទខ្ញុំអង្គុយមើលស្រាវជ្រាវមើលក៏ឃើញថាខ្ញុំនឹងសង្ខេបឲ្យខ្លីៗមាត្រា59ហ្នឹងនៃអនុសញ្ញាទីក្រុងវិញ្ញាណស្ដីអំពីច្បាប់សន្ធិសញ្ញាលុបទៅបានលុះត្រាតែមានថ្មីមួយចំនួនអាចាស់មាន MOU ថ្មីកិច្ចព្រមព្រៀងថ្មីមួយចំនួនអាចាស់បាទអាហ្នឹងវគ្គខណ្ឌទី1ទី2លុបទៅបានលុះត្រាតែភាគីទាំងសងខាងហ្នឹងទទួលយកឯកភាពឲ្យលុបបើសិនជាមួយខាងលុបមួយខាងអត់អូខេអត់ឯកភាពក៏លុបអកៅទៀតបាទអញ្ចឹងគេបញ្ជាក់ថាលុះត្រាតែភាគីទាំងអស់ឯកភាពថានឹងលុបបាទអញ្ចឹងអត្តនោម័តឯកតោភាគី unilaterally cancellation អត់បានទៀតបាទទី3លុបទៅបានលុះត្រាតែកិច្ចព្រមព្រៀងថ្មីហ្នឹងឬក៏ MOU ថ្មីហ្នឹងវាមាន element ថ្មីវាមាន clause មានលក្ខខណ្ឌថ្មីប្រការថ្មីចែងមកខុសពីអាចាស់ហ្នឹងយ៉ាងហោចណាស់ក៏60ទៅ70%ដែរបាទគេមានលក្ខខណ្ឌរបស់គេទៀតមិនមែនឲ្យតែថ្មីយកមកជំនួសបានទេយ៉ាងហោចណាស់ក៏60ទៅ70%ទៀតគេកំណត់ឲ្យបាទកំណត់លក្ខខណ្ឌមួយហ្នឹងបងបាទលក្ខខណ្ឌលម្អិតណាបាទឬក៏កិច្ចព្រមព្រៀងថ្មីហ្នឹងគឺថាវាផ្ទុយស្រះនឹងអាចាស់
បាទ ផ្ទុយស្រះនឹងអាចាស់ហើយភាគីទាំងសងខាងហ្នឹងឯកភាពគ្នាថាតោះយើងអនុវត្តឲ្យថ្មីអាហ្នឹងបានទៅរួចទៀតអញ្ចឹងលក្ខខណ្ឌគឺគេចែងលម្អិតមែនតើបាទហើយរដ្ឋបတ်មែនតើរដ្ឋបတ်ដើម្បីអីជៀសវាងអាករណីអញ្ចឹងបាទ ហើយដោយករណីថៃហ្នឹងមានច្រើនទេនៅលើពិភពលោកតាក់ទងហ្នឹងហើយ បាទមិនមានច្រើនទេបើសិនជាយើងកលេចមើលទៅភូមិសាស្ត្រនយោបាយនៅក្នុងបញ្ហាដូចជាសមុទ្រចិនខាងត្បូងបញ្ហានៅអាស៊ី បាទ បាទយើងឃើញតែ2 3ករណីទេចុះបាទហើយសិទ្ធិរយៈបាទដូចរឿងចិនមួយហ្វីលីពីនអីបាទអញ្ចឹងមានថាវាតិចតួចណាស់បាទដោយសារគេអត់ចង់ខ្លាយខ្លួនជាសត្វចម្លែកប្រឆាំងច្បាប់អន្តរជាតិ ទេ បាទតែប្រឆាំងច្បាប់អន្តរជាតិគេហៅសត្វចម្លែកហើយបាទព្រោះសតវត្សទី21ហើយបាទ យល់ មេត្រា60លុបទៅបានវគ្គខណ្ឌទី1លុបទៅបានលុះត្រាតែភាគីម្ខាងរំលោភធ្ងន់ធ្ងរបំផុតបាទទៅលើ MOU មួយហ្នឹងឬក៏កិច្ចព្រមព្រៀងហ្នឹងឬក៏សន្ធិសញ្ញាអនុសញ្ញាមួយហ្នឹងបាទរំលោភធ្ងន់ធ្ងរបំផុតដោយភាគីមួយឃើញថារំលោភធ្ងន់ធ្ងរដែលមិនអាចទទួលយកបានភាគីរងគ្រោះនោះអាចយកជាមូលហេតុនៃការលុបចោលបាទហើយការលុបចោលនោះមានលក្ខខណ្ឌទៅទៀតអាចលុបទាំងអស់ឬក៏លុបផ្នែកណាមួយនៃកិច្ចព្រមព្រៀងឬក៏អនុសារណៈនៃការយោគយល់ហ្នឹងបាទអញ្ចឹងគឺថាច្បាប់มันគឺលម្អិតមែនតើបាទលម្អិតមែនតើអញ្ចឹង តែថាវាគ្របដណ្ដប់លើពិភពលោកទឹក អញ្ចឹងអ្វីដែលជាការប្រកាសជាឯកតោភាគីពីខាងថៃនេះក្នុងការលុប MOU 2001នេះបើផ្អែកទៅតាម UN clause គឺអត់មានមេត្រាណាមួយអនុញ្ញាតឲ្យលុបទេបាទអញ្ចឹងខុសមួយខុសទាំង UN clause ខុសទាំងអនុសញ្ញាទីក្រុងវីយ៉ែនស្ដីអំពីច្បាប់សន្ធិសញ្ញាដែលខ្ញុំលើក បាទ បាទមេត្រា59 60ហ្នឹងនិងវគ្គខណ្ឌ1 2 3 4មិញហ្នឹង បាទ បាទអញ្ចឹងហើយបានធ្វើឲ្យអ្នកតាមដានសភាពការកម្ពុជាថៃក៏ដូចជាពិសេសអ្នកច្បាប់អន្តរជាតិដូចខ្ញុំអីខ្ញុំមើលឃើញថាជាសេណារីយ៉ូបំវែងដានតាំងពីដំបូងបាទសេណារីយ៉ូបំវែងដានពីដែនគោកទៅដែនទឹកហើយបង្កប់ចេតនាឈ្លានពាននៅទីហ្នឹងតែម្ដងបាទមិនមែនសេណារីយ៉ូបំវែងដានតែមួយមុខណាបង្កប់ចេតនាឈ្លានពានចិញ្ចឹមចិត្តឈ្លានពានបន្តប្រសិនបើកម្ពុជាប្រហែលបាទហើយសហគមន៍អន្តរជាតិគេឲ្យសេណារីយ៉ូទី6កន្លែងហ្នឹងខ្ញុំមាន6សេណារីយ៉ូបើខ្ញុំជូនប៉ុន្តែអាសេណារីយ៉ូអាក្រក់ហ្នឹងសេណារីយ៉ូទី6តែឃើញថាថៃអាចនឹងធ្វើអ្វីមួយផ្ដេសផ្ដាស់ដោយការរុករករ៉ែធនធានធម្មជាតិអីប្រេងហ្នឹងឧស្ម័នហ្នឹងទៅលើ OCA ហ្នឹង overlap claim area ហ្នឹងជាឯកតោភាគីអាហ្នឹងជាសេណារីយ៉ូអាក្រក់ហើយសហគមន៍អន្តរជាតិខ្ញុំស្រាវជ្រាវរកទៅគឺឃើញថាមានសេណារីយ៉ូនឹងដែរគេឲ្យប្រយ័ត្នបាទអញ្ចឹងថៃខ្លួនឯងត្រូវដឹងថាទាំងកម្ពុជាទាំងអាស៊ានទាំងពិភពលោកគេមើលឃើញទាំងអស់អំពីសេណារីយ៉ូដើររបស់ថៃហ្នឹងហើយថៃចង់ធ្វើអីទាំងកម្ពុជាទាំងពិភពលោកគេមើលឃើញទាំងអស់បាទ ប៉ុន្តែតាមដែលលោកប្អូនជាអ្នកជំនាញឯកទេសខាងហ្នឹង បាទ មើលទៅឃើញកំណត់ថាក្រោយពីលុប MOU ឆ្នាំ2001ហ្នឹងថៃចង់រកស៊ីដោយខ្លួនឯងឬក៏ថៃហៅក្រុមហ៊ុនបើតែហៅក្រុមហ៊ុនវាពិបាកខ្ញុំចាំថានៅឆ្នាំ1998ខែឧសភាថ្ងៃ7ថ្ងៃ8មានដំណើរទស្សនកិច្ចការងារមួយរបស់សម្ដេចរាជហ៊ុនសែនទៅជួបសមាភាគីរបស់លោកនៅទីក្រុងបាងកកគឺឈួនដឹកភ័យខ្ញុំនឹងពុយគីនឹងតែម្ដងនៅក្នុងព្រឹត្តិការណ៍ហ្នឹងគឺទៅយកព័ត៌មានសម្ដេចបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដោយឲ្យក្រសួងការបរទេសកម្ពុជាចេញលិខិតកំណត់ទូតទាត់ចោលនៅការប៉ុនប៉ងរបស់ថៃហើយនិងវៀតណាមក្នុងការរកស៊ីរួមគ្នានៅក្នុងដែនសមុទ្រអូវឺលីភីហ្នឹងចឹងលោកជួយបន្ត បាទសូមអរគុណចំណុចដ៏សំខាន់មួយនេះគឺថានៅក្នុង UN clause គេចែងហាមឃាត់បើសិនជាតំបន់ណាមួយកំពុងតែមាន conflict disputes មានចំនួនបាទ overlap claim area ទៅលើដែនទៅសមុទ្រត្រួតស៊ីគ្នាហ្នឹងអញ្ចឹងនៅក្នុង UN clause គេចង្អុលបង្ហាញច្បាស់មកហាមឃាត់រដ្ឋមួយឬក៏រដ្ឋដែលពាក់ព័ន្ធហ្នឹង រកស៊ី ធ្វើអ្វីមួយរកអីដោយឯងជាដាច់ខាត មិនអនុញ្ញាតទេ មិនអនុញ្ញាត ឥឡូវឧទាហរណ៍ករណីមកតែឥឡូវថៃវាលុបចឹងថៃខ្លួនឯងក៏មិនអាចទៅធ្វើ
ការរំលោភអីប្រេង អា ស្មានអីជាឯកតោភាគីបានដែរគឺ UN clause ហ្នឹងគឺយើងបាន ratify ទៅគឺ UN clause ការពារយើងពេញទីហើយ ប៉ុន្តែយើងចង់សង្កេតមួយថាហេតុអីបានថៃវាលុប បាទហើយវាលុបហ្នឹងអូខេខ្ញុំចូលជូនទៅសេណារីយ៉ូហ្នឹងតែម្ដងទៅបាទមានសេណារីយ៉ូ6ដែលខ្ញុំមើលអំពីហេតុផលដែលលុបទី1សេណារីយ៉ូទី1បាទមិនជាការលើកអំពីទស្សនវិជ្ជាជាក់ស្ដែងណាជូនជាសេណារីយ៉ូដើម្បីជាយកមក បាទ សិ ទស្ស ក្សា នៈគំនិត ទស្សនៈ បាទដើម្បីវិភាគវេតម្លៃបាទអញ្ចឹងសេណារីយ៉ូទី1គឺជាសេណារីយ៉ូនៃការបង្វែងដែនសុទ្ធសាធពីដែនគោកទៅដែនទឹកដោយសារអីក៏ដល់ទូតកម្ពុជាឡើងផ្អើលក៏ក្រៅឆាកអន្តរជាតិអាម៉ាស់មុខខ្លួនឯងដែលឈ្លានពានទឹកដីកម្ពុជានេះដែលគូសផែនទីជាឯកតោភាគីនេះដែលរំលោភច្បាប់អន្តរជាតិរំលោភធម្មនុញ្ញអាស៊ាននេះអត់មានអីយកមកការពារខ្លួនតលសោះ បាទ តែមួយក៏គ្មានដែរមកដល់ហងៃហ្នឹងដែនគោកហ្នឹង បាទ គឺថៃអាម៉ាស់ខ្លាំងបំផុតគឺដែនគោកហ្នឹងហើយដោយសារអីគេឃើញថារៀបប៉ុងតឺន័រដាក់បលាលុះអីចូលទឹកដីកម្ពុជាទាំងស្រុង បាទអត់មានលេសអីទាំងតលសោះជាពិសេសអាគេទៅប្រឌិតឲ្យបាញ់កំភ្លើងទៀត អញក៏ព្រឹក ខុសហើយខុសទៀតធ្វើឲ្យគេឃើញចេតនាច្បាស់ពីថៃហ្នឹងគឺសន្តានឈ្លានពាន បាទ បាទអញ្ចឹងបង្វែងដែនពីដែនគោកទៅដែនទឹកសេណារីយ៉ូទី1សេណារីយ៉ូទី2គឺប្រកាសណាស់ថាសេណារីយ៉ូទី2នេះក៏គេដឹងច្រើនហើយដែរពាក់ព័ន្ធទៅនឹងនយោបាយផ្ទៃក្នុងរបស់ថៃបាទដែលមានក្រមជ្រុលនិយមហើយក្រមជាតិនិយមជ្រុលបាទដល់ជាតិនិយមជ្រុលពេកទៅចង់បានទឹកដីរបស់កម្ពុជាពេកទៅវាធ្វើឲ្យថៃទាំងមូលហ្នឹងឡើងคล้ายទៅជារដ្ឋសេវឡៃ បាទ ឡើងคล้ายទៅជាប្រទេសដែលគួរជាទីគោរពឲ្យតម្លៃនៃសហគមន៍អាស៊ានក៏ដូចជាសហគមន៍អន្តរជាតិប្រើប្រាស់ច្បាប់ព្រៃសិក្សា បាទ បាទយើងឃើញថាវាធ្វើដាក់កម្ពុជាយើងអីខ្លះបាទមិនតាន់គិតដល់ឡានដឹកលូហើយនឹងអាសំលេងខ្មោចឆ្កែលូអីបាទ សំលេង អញ្ចឹងគឺថាធ្វើឲ្យថៃហ្នឹងគឺថាអាម៉ាស់លើឆាកអន្តរជាតិខ្លាំងមែនទែនទង្វើនៃក្រមជ្រុលនិយមរបស់ថៃបាទបាត់តម្លៃខ្លួនឯងទាំងស្រុងលើឆាកតំបន់និងអន្តរជាតិបាទអាហ្នឹងនយោបាយជ្រុលនិយមបាទហើយអានូទីននេះក្រុមអានូទីននេះបើយើងវិភាគតាមដានពីមួយចំហៀនទៅមួយចំហៀនមួយចំហៀនទៅមួយចំហៀនគឺអត់មានអ្នកប្រឹក្សាច្បាប់អីណាមួយមកត្រួសត្រាយផ្លូវសោះធ្វើតាមគំនិតអត្តនោម័តសភាវៈកតិខ្លួនឯងហ្នឹងដូចសัตว์អញ្ចឹងបាទអត់មានការវេតម្លៃថាយើងជារដ្ឋមួយរដ្ឋអធិបតេយ្យមួយតើទៅឈ្លានពានរដ្ឋភូមិផងហ្នឹងធ្វើបានទេហើយអាស៊ានសមាជិកអាស៊ានគេមើលមកយើងវាយ៉ាងម៉េចសហគមន៍អន្តរជាតិពិភពលោកគេមើលមកយើងវាយ៉ាងម៉េចអត់មានកំណត់អីអស់នឹងសោះក្នុងនាមជាអ្នកដឹកនាំរដ្ឋមួយបាទអនុទីនច័ន្ទវរៈគុល បាទ ក៏ដូចជាស៊ីហាស័កប៉ុងគិតកែវហ្នឹងបាទយ៉ាងហើយណាក៏មានការអ៊ិនខ្មាស់ក្នុងនាមជាអ្នកដឹកនាំរដ្ឋមួយឬក៏រដ្ឋមន្ត្រីការបរទេសយ៉ាងហើយណាក៏ដឹងគោលការណ៍3ដែរទី1តែត្រូវគោរពហាមប៉ះពាល់បើប៉ះពាល់ចូលនឹង enemy state ដែរទី1ហាមដាច់ខាតការប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្ដូរព្រំដែនអន្តរជាតិគោលការណ៍ទូទៅអានឹងច្បាប់អន្តរជាតិ អន្តរជាតិ បាទត្រូវតែចេះបាទទី2ហាមដាច់ខាតការប្រើប្រាស់កម្លាំងដែលប្រឆាំងនឹងធម្មនុញ្ញរបស់ UN បាទទី3សកម្មភាពយោធា aggression សុទ្ធតែហាមឃាត់ទាំងអស់នៅក្នុងទាំងធម្មនុញ្ញអាស៊ានទាំងធម្មនុញ្ញ UN បាទអញ្ចឹងអានឹងសេណារីយ៉ូផ្ទៃក្នុងហើយការលុប MOU 2001នេះធ្វើឲ្យថៃធ្វើឲ្យក្រុមអានូទីនប្រមាណអ្នកហ្នឹងចំណេញនយោបាយរយៈពេលខ្លីចំណេញនយោបាយមិនចំណេញសេដ្ឋកិច្ចទេណា បាទ ចំណេញនយោបាយរយៈពេលខ្លីទៅទៀតប៉ុន្តែបំផ្លាញប្រទេសថៃប្រជាជនថៃមួយទាំងមូល រយៈពេលវែង រយៈពេលវែងបាទសេដ្ឋកិច្ចដាំក្បាលចុះណាឥឡូវកំពុងទេថាឆ្ការដៃឆ្ការជើងធ្វើម៉េចឲ្យកម្ពុជាហ្នឹងបើកព្រំដែនវិញ បាទ បាទកន្លែងនេះខ្ញុំសូមរំលឹកថាគោលជំហររបស់សម្ដេចតេជោសម្ដេចធិបតីប្រាប់ច្បាស់ហើយបាទថៃអ្នកបង្កហេតុមុនបាទរឿងព្រំដែនបិទព្រំដែនហ្នឹងបាទហើយសម្ដេចតេជោគាត់លើកថាម៉េចចង់បិទ100ឆ្នាំឬក៏500ឆ្នាំក៏បានដែរបាទ
ចឹងឱកាសនៃការបិទព្រំដែននេះដើម្បីឲ្យកម្ពុជាកសាងខ្លួនឯងឲ្យរឹងមាំផលិតខ្លួនឯងឲ្យរឹងមាំហើយគុណភាពស្តង់ដារនាំចេញចឹងក្នុងអំឡុងពេលនៃការបិទព្រំដែននេះនឹងធ្វើឲ្យកម្ពុជាក្លាយទៅជាវិវត្តខ្លួនក្លាយទៅជាប្រទេសផលិតម្ដងផលិតគុណភាពស្តង់ដារនាំចេញម្ដងបាទនេះគឺជាឱកាសនៃការបិទព្រំដែនបាទអរគុណថៃដែលបិទព្រំដែនជាឯកតោពីគីកន្លងមកពេលនេះកម្ពុជាផលិតខ្លួនឯងបានហើយយើងអត់ត្រូវការទំនិញពីថៃមកទៀតទេបាទយើងកំពុងដុតដៃដុតជើងហើយបាទរោងចក្រអីពីថៃក៏គេចូលមកកម្ពុជាខ្លះៗដែរដោយសារតែគេមើលឃើញថាថៃជាអ្នកបង្កទាំងអស់ហើយគេផ្ដល់យុទ្ធធម៌ឲ្យកម្ពុជាបាទជប៉ុនក៏ដឹងច្បាស់ហើយជប៉ុនបាទជប៉ុនក៏ដឹងទូតគាត់ដឹងស្រាប់អញ្ចឹងបើជប៉ុនមើលក៏គាត់ដឹងដែរថាថៃអ្នកបង្កបាទកម្ពុជាត្រូវការតែការកសាងព្រំដែនសន្តិភាពជាមួយមិត្តជិតខាងបាទត្រូវការតែអភិវឌ្ឍព្រំដែនដែរត្រូវការឲ្យមានពាណិជ្ជកម្មប្រជាពលរដ្ឋសងខាងនឹងរស់នៅល្អល្អឿនរស់ស៊ីជាមួយគ្នារីកចម្រើនទាំងអស់គ្នានេះគឺជាអ្វីដែលកម្ពុជាធ្វើហើយអ្វីដែលថៃធ្វើគឺប្រច្រាស់ F16 គ្រីបពិនទម្លាក់ខំបែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគារអីតាមព្រំដែននឹងទាំងអស់បំផ្លាញកំទេចទៅវិញកម្ពុជាព្យាយាមកសាងហេដ្ឋារចនាសម្ព័ន្ធអគាររុស្ស៊ីអីនៅព្រំដែនឲ្យសុខដុមប្រជាជនទាំងសងខាងបែរជាថៃបំផ្លាញប្រច្រាស់មកវិញបាទអញ្ចឹងកន្លែងនេះមិត្តអាស៊ានមិត្តពិភពលោកក៏ដូចជាមិត្តជប៉ុនត្រូវដឹងច្បាស់ហើយប្រកាសជាច្បាស់ហើយបាទអញ្ចឹងបើសិនជាត្រូវរើរោងចក្រពីថៃមកចូលកម្ពុជាគឺត្រឹមត្រូវហើយដើម្បីផ្ដល់យុទ្ធធម៌ឲ្យកម្ពុជាខ្ញុំចង់សួរមួយតើតើរឿងតើតាមលោកវិភាគមើលថាយើងមានយើងឥឡូវនេះយើងមានធនធានមនុស្សគ្រប់គ្រាន់ដូចជាខ្ញុំបានឃើញមានលោកមួយជំនាញផ្នែកខាងហ្នឹងអាចតែរួមចំណែកអីចឹងប៉ុន្តែយើងចង់មើលថាតើឥឡូវថៃវាកន្លះមកក្រោយចឹងហើយមិញហ្នឹងចាំបានយើងយកផ្សាយផ្ទាល់ភ្លាមហ្នឹងសម្ដេចតេជោបានផ្ដល់យោបល់ទៅរដ្ឋាភិបាលអញ្ចឹងឥឡូវយើងមើលតើទំនាស់នៅក្នុងដែនសមុទ្រទំនាស់ស្អីពិតប្រកបពីព្រោះអាហ្នឹងគេហៅរស៊ីMOU 2001រស៊ីខ្សែបន្តព្រំដែនសមុទ្រយើងអត់ទាន់មានទេអញ្ចឹងអាហ្នឹងវារំទៅវាច្បោកច្បល់អញ្ចឹងមានថៃឬមួយមកពីថៃវាមិនចង់ឲ្យយើងទៅមុខពីព្រោះចេះខ្ញុំនិយាយបើខុសនិយាយថា2030សេដ្ឋកិច្ចមធ្យមកម្រិតពុះរបស់កម្ពុជាហើយថៃធ្លាប់តែវាយយើងរហូតវាយឲ្យលើបន្ទប់ស្រេចវាយលើបន្ទប់ស្រេចមកដល់សម័យអង្គឌួងសម័យបកូនណានរោត្តមគឺថាព្រះអង្គឡាយបរោះឲ្យទៅជាអាណានិគមជាមួយប្រាំងមកព្យាបាលហើយប៉ុន្តែដល់តែខែ12 1863ដែរព្រះអង្គលួចឡាយបរោះជាមួយនឹងស្ដេចសៀមដើម្បីនៅជាសមនរដ្ឋរបស់ស្ដេចសៀមដែរអញ្ចឹងយើងចង់និយាយប្រវត្តិសាស្ត្រផងចង់និយាយច្បាប់ផងមើលទៅថៃចង់បានអីពិតប្រាកដឬមួយក៏លើកមកទៅមានវេមួយទឹកកប៉ាល់មួយទឹកក៏តបលើកមកកាន់កាប់សមុទ្រហ្នឹងគូឯកតោភាគីយកពុំដែរអញ្ចឹងមិនបាទសូមអរគុណទាំងកត្តាប្រវត្តិសាស្ត្រទាំងកត្តាភូមិសាស្ត្រនយោបាយទាំងកត្តាច្បាប់គឺយើងឃើញលើគោកតែម្ដងពីចេតនារបស់ថៃដូចខ្ញុំបញ្ជាក់មុនហ្នឹងថាថៃឈ្លានពានកម្ពុជា800ឆ្នាំមកហើយបាទតាំងពីសតវត្សទី13រហូតដល់សតវត្សទី21បាទអញ្ចឹងអ្វីដែលថៃបានប្រព្រឹត្តទៅលើដែនគោកព្រំដែនគោកកម្ពុជានេះមានន័យថាបានរំលោភ MOU អស់មួយណាគឺ MOU ឆ្នាំ2000ហ្នឹងហើយច្បាប់អន្តរជាតិរំលោភច្បាប់អន្តរជាតិហើយក៏ដូចជារំលោភសន្ធិសញ្ញាបារាំងសៀមបាទ OIT Positivist Juris ហ្នឹងដែលបន្សល់ពីសម័យអាណានិគមហ្នឹងអាហ្នឹងហើយច្បាប់អន្តរជាតិហ្នឹងបាទបើអត់គ្រប់អាហ្នឹងពិភពលោកក្លាប់ចាស់បាទទៅសម័យ Hitler វិញបាទអញ្ចឹងបានគេបង្កើត OIT Positivist Juris មកហ្នឹងបាទព្រំដែនដែលបន្សល់ពីសម័យអាណានិគមប៉ុណ្ណានៅប៉ុណ្ណឹងកម្ពុជាទទួលយកហ្នឹងមានទៅចង់យកដល់សុខោទ័យអយុធ្យាវិញណាបាទអញ្ចឹងថៃត្រូវដឹងខ្លួនឯងហើយឈប់ធ្វើសម្ដែងជាជនរងគ្រោះហើយសម្ដែងធ្វើជាអ្នកមានគុណមកលើកម្ពុជាបាទបើតាមការស្រាវជ្រាវការសម័យខ្មែរក្រហមដែលមានការធ្វើជំរំនៅថៃហ្នឹងក៏មិនមែន free ដែរដីហ្នឹងគឺបង់លុយ UN ហ្នឹងបង់លុយឲ្យថ្លៃជួលទៀតrental fee ទៀតបាទមិនឲ្យ free ទៀតបាទស៊ីលុយពី UN ហ្នឹងមកតង់ទៀតបាទហើយរុញកម្ពុជាមកវិញរហូតចូលចការមានបាទរុញទម្លាក់ពីលើភ្នំដែលមានឈ្មោះថាភ្នំខ្មោចបច្ចុប្បន្នហ្នឹងបាទថៃទៅដឹងបាទនងឬដែលអ្នកឯងលើកឡើងថាអ្នកឯងមានគុណចំពោះកម្ពុជា
កម្ពុជាដឹងទាំងអស់អន្តរជាតិដឹងទាំងអស់មិនមែនដីដែលអ្នកឯងឲ្យជនរងគ្រោះកម្ពុជាសម័យសង្គ្រាមស៊ីវិលហ្នឹងឲ្យ free ទេអ្នកឯងស៊ីលុយពី UN ទៀតជួលបាទបាទអញ្ចឹងយើងឲ្យច្បាស់មិនមែនកម្ពុជាអត់ដឹងទេហើយកុំមកលើកគុណសម្បត្តិស្អីបើអ្នកឯងចង់លើកថាចង់សងគុណកម្ពុជាលុះត្រាថាសខោតីអយុធ្យាហ្នឹងឲ្យមកកម្ពុជាវិញអានឹងបានអ្នកឯងសងគុណរួចបាទប៉ុន្តែកម្ពុជាគឺអត់ត្រូវការដីអីណាទៀតទេគឺយើងគោរពតែច្បាប់អន្តរជាតិបន្សល់ពីអុយទីម៉ូស៊ីទីប៉ុណ្ណាមកគឺយើងប៉ុណ្ណឹងបាទអត់ត្រូវការអីបញ្ហាមួយអ្នកចិត្តខាងទេ អញ្ចឹងយើងមើលទៅតើនៅក្នុងច្បាប់នៅក្នុងច្បាប់ UN Clause ហ្នឹងក្រោយពេលដែលភាគីម្ខាងប្រកាសលុបចោលជាឯកតោភាគីតើក្នុងចន្លោះហ្នឹងរយៈពេលប្រហែលខែដែលប្រទេសដែលជាដៃគូហ្នឹងឧទាហរណ៍ថាកម្ពុជាត្រូវប្រដឹងត្រូវដើរដល់ UN Clause បាទសូមអរគុណ ប្រហែលពេលបានទៀតជា សូមអរគុណសំណួរដ៏មានសារៈសំខាន់នៅក្នុងយុទ្ធបកអន្តរជាតិក៏ដូចជា UN Clause នេះនីតិវិធីដែលមានចែងនៅក្នុងច្បាប់ដែលចោលបង្ហាញគឺជាទូទៅគឺប្រើរយៈពេល1ឆ្នាំ មួយឆ្នាំ គេដាក់ថា12 months 12ខែបាទបើសិនជាធ្វើទៅតាមនីតិវិធីនឹងត្រឹមត្រូវបាទកម្ពុជាត្រូវរើសអ្នកជំនាញ2រូប បាទ បាទថៃរើសអ្នកជំនាញ2រូបឲ្យចូលនៅក្នុងគណៈកម្មការហ្នឹងបាន4រូបណា បាទ2ពីខាងកម្ពុជា2ពីខាងថៃបាន4រូបហើយ4រូបហ្នឹងត្រូវរអ្នកមួយទៀតអព្យាក្រឹត neutral បាទហើយបើសិនជា4រូបហ្នឹងរអ្នក neutral ហ្នឹងអត់បានទេអ្នកទី5ហ្នឹង បាទ អត់ទុកចិត្តអ្នកណារត់បានធ្វើលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres អ្នករើសបាទ តើត្រូវយកមួយណាពី UN យកមួយណាគឺappoint ដោយអគ្គលេខាធិការអង្គការពិភពលោកតែម្ដង បាទ សួរទៅអន្តរជាតិអត់មិនអន្តរជាតិ បាទ បាទ compulsory conciliation បាទ យន្តការ បាទ ចាប់បង្ខំបាទ បាទ ហើយអត់មានសិទ្ធយកលេសថាមិនចូលទេបាទគេចែងច្បាស់ហ្មងលេសអីក៏ដោយអត់មានសិទ្ធថាអត់ចូលទេបាទហើយចំណុចពិសេសមួយទៀតសំខាន់មួយទៀតអ្វីដែលថៃលើកឡើងថាអត់ទទួលយក compulsory conciliation នេះណាតាម UNCLOS អត់មានសិទ្ធទៅទៀតព្រោះយន្តការ compulsory conciliation នេះអត់ត្រូវការភាគីម្ខាងទៀតឯកភាពទេបាទអត់ត្រូវការភាគីរងគ្រោះដាក់ពាក្យសុំឲ្យមានវិធានការហៅមករៀបចំគណៈកម្មការដោះស្រាយគ្នាហ្មងបាទវាស់វែងគូសអ្នកជំនាញអី UNCLOS ហ្នឹងវាខុសពី ICJ ណា ខុសពី ICJ ICJ តតែភាគីផ្ដល់សច្ចៈបានទៅលើ បាទតលភាគីទាំងសងខាងទទួលយកយុត្តាធិការនៃ ICJ ហ្នឹងបានទៅទាំងអស់គ្នាបានតែនេះអត់ត្រូវការទេចង់ថៃឯកភាពឬក៏ប្រកាសថាទទួលយកឬមិនទទួលយកច្បាប់ UNCLOS នេះអត់ខ្វល់ទេគេចែកទេចាប់បង្ខំឲ្យទៅបាទអត់ត្រូវការ consent from the second party ឬក៏ third party បាទអត់ត្រូវការប៉ុន្តែប្រកាសចូលចិត្តតែប៉ុន្តែហេតុអីខ្ញុំសួរលើបច្ចេកទេសច្បាប់ប៉ុន្តែហេតុអីគាត់លុបចោលជាឯកតោភាគីអញ្ចឹងបានជាសំណួរហ្នឹងថាតើជាសេណារីយ៉ូបង្វែងដានឬក៏បង្កប់ចេតនាឈ្លានពានទៅដែនសមុទ្រទៀតបាទនេះគឺនៅ question ពីអ្នកភូមិសាស្ត្រនយោបាយពីអ្នកច្បាប់អន្តរជាតិជាពិសេសដោយសារតែដូចខ្ញុំប្រាប់ហ្នឹងថាខ្ញុំរកអាធិបផ្សំនៅក្នុងមាត្រា5960ធិបផ្សំនៅក្នុង UN Clause ហ្នឹងតើធិបផ្សំណាមួយដែលជាមូលហេតុនៃការលុបចោលដែលអះអាងដោយភាគីថៃហ្នឹងមានអត់អនុញ្ញាតដោយ UN Clause ហើយ VCLT រហូតទៅអត់មានដល់អត់មានសេណារីយ៉ូបោកប្រាស់សពស្អាតដើម្បីចិញ្ចឹមមហិច្ឆតាពីការឈ្លានពានដែនគោកទៅដែនទឹកទៀតតើប្រហែលចុះដែនគោកវាយល់ថាវាធ្វើឆៅបានអញ្ចឹងដែនទឹកក៏វាអាចនឹងធ្វើឆៅបានណាដឹងបើជាតិសាសន៍នឹងយើងដឹងចរិតជាតិសាសន៍ថៃបាទដែនគោកវាធ្វើឆៅបានចុះដែនទឹកហើយនៅឆ្ងាយពីកន្លែងទៅដល់នៃពលរដ្ឋទូទៅនៅក្នុងច្បាប់នេះវាទាមទារឲ្យមានការគ្រប់គ្រងពីប្រទេសជាសមាជិករបស់ UN ទេឬ UN Clause ទេវាទាមទារឲ្យមានការគ្រប់គ្រង lobby អីទៅមកព្រោះ
ពោះសៀបហ្នឹងវាប្រកែ lobby ពីសុចទៅថ្មីពីថ្មីមកសុចព្រោះមានលុយវាមានអីគ្រប់បែបយ៉ាងហើយកាលណាគេនិយាយអំពីនយោបាយគេនិយាយអំពីផលប្រយោជន៍អញ្ចឹងចង់ដឹងទេវាខុសយ៉ាងម៉េចឲ្យលោកជំនាញអាហ្នឹង បាទសូមអរគុណការវិវត្តនៃនីតិវិធីនេះវារៀងស្មុគស្មាញដែរយើងហេតុអីបានថាស្មុគស្មាញយើងឆ្លុះបញ្ចាំងយកយន្តការ JBC មកឆ្លុះបញ្ចាំងគាត់ថា JBC ធ្វើវិគីវានៅយល់លេះបាទថាអត់មានរដ្ឋាភិបាលមានរដ្ឋាភិបាលហើយអត់តាន់មានក្រុម JBC បាទពីខាងថៃរីឯកម្ពុជានេះបើកទ្វារ24ម៉ោងលើ24ម៉ោងហើយបាទរងចាំ JBC ពីថៃមកធ្វើការជាមួយ JBC កម្ពុជាវាស់វែងចាក់ស្ដែងវាស់កន្លែងណាឃើញបោះថៃឲ្យថៃវាស់ឃើញកន្លែងណាបោះកម្ពុជាឲ្យកម្ពុជាហើយដំគ្នាដោះមានសងខាងរៀងខ្លួនទៅព្រំដែនរៀងខ្លួនទៅព្រំដែនអន្តរជាតិដៅចំណុចអន្តរជាតិទៅអានេះអ្នកច្បាប់អន្តរជាតិគេមើលមកឃើញអញ្ចឹងបើមានឆន្ទៈគោរពច្បាប់អន្តរជាតិពិតប្រាកដពីភាគីខាងថៃគឺធ្វើអញ្ចឹងអត់មានហេតុផលណាមួយត្រូវផ្ទុះសង្គ្រាមតលសោះទាំងសង្គ្រាមជុំទី1ទាំងសង្គ្រាមជុំទី2ហើយដល់គេឆ្ងល់ថាមិនក៏ត្រូវផ្ទុះសង្គ្រាមកើតបើនាំគ្នាគោរពច្បាប់អន្តរជាតិកម្ពុជាក៏គោរពឡើងស្វិតស្វាញច្បាប់អន្តរជាតិថៃក៏ហាងថាខ្លួននឹងអ្នកគោរពច្បាប់អន្តរជាតិតែមិនក៏ត្រូវផ្ទុះសង្គ្រាមដល់គេឆែកមើលនយោបាយផ្ទៃក្នុងអូថៃនេះរាប់ពីឆ្នាំ2000មកដល់2021នេះដូរនាយករដ្ឋមន្ត្រី10នាក់គត់10នាក់គត់បាទខ្ញុំស្រាវជ្រាវទៅ10នាក់គត់បាទពីឆ្នាំ2000ដែលយើងចុះ MOU ឆ្នាំ2000មកដល់2021 10នាក់គត់បាទហើយកម្ពុជាយើងមានណាសម្ដេចតេជោសម្ដេចធិបតីហើយនៅក្នុងច្បាប់អន្តរជាតិ clause មួយនោះដែលចែងអំពីការទទួលខុសត្រូវនៃរដ្ឋ state responsibility គេមិនខ្វល់ថារដ្ឋាភិបាលណាទេតែគោរពនឹងប្រមាណជុំបោះឆ្នោតអីគេអត់ខ្វល់ទេរដ្ឋាភិបាលណាដែលតំណាងស្របច្បាប់របស់ប្រទេសមួយហ្នឹងរដ្ឋមួយហ្នឹងត្រូវយកជាមូលដ្ឋាននៅក្នុងការចុះកិច្ចព្រមព្រៀងអន្តរជាតិចូលជាធរមានគេយកបាទអត់ខ្វល់ថាអូចរន្តថាក់ស៊ីនផែនថងឋានប្រយុទ្ធច័ន្ទអូចាអត់ខ្វល់នេះគឺច្បាប់អន្តរជាតិ state responsibility under international law បាទនេះទិដ្ឋភាពច្បាប់អញ្ចឹងសំបីតែថៃលើកហេតុផលហ្នឹងថារដ្ឋាភិបាលមុនអីឡើងអ្នកច្បាប់អន្តរជាតិថាក្មេងអាយុ5ឆ្នាំបីបៀមដៃសុទ្ធដែលលើកហេតុផលហ្នឹងមកហើយមួយទៀតលើកហេតុផលថាលុបហ្នឹងដោយសារតែអត់មានវឌ្ឍនភាពខុសធ្ងន់ទៀតអន្តរជាតិគេមើលអូថៃដូរយករដ្ឋមន្ត្រី10នាក់បាត់បញ្ហាផ្ទៃក្នុងកកោដល់ថ្ងៃដល់កម្ពុជាអត់មានបញ្ហាផ្ទៃក្នុងនយោបាយផងបាទអញ្ចឹងលើកអីមកក៏ជ្រះខ្លួនឯងវិញជាពិសេសច្បាប់អន្តរជាតិគេមើលមកថាអូប៉ុន្តែបើតាមលោកមើលជំនាញផ្នែកបច្ចេកខ្ញុំសួរលើបច្ចេកទេសតើដល់ពេលដែលយើងប្រើទៅឥឡូវគឺខែ5ហើយខែ5អាចតែមួយចំហរដ្ឋាភិបាលយើងចំហដាក់ទៅឆាប់យូរឆាប់ហ្នឹងមានន័យមិនយូរមានន័យយ៉ាងម៉េចពីព្រោះចង់ដឹងកន្លែងហ្នឹងបាទសូមអរគុណចឹងបានមិញខ្ញុំឆ្លុះបញ្ចាំងមក JBC ណា JBC ធ្វើវិគីផងនៅលេសប៉ុណ្្នឹងហើយចុះតម្រាំតែ compulsory conciliation under the United Nations Convention on the Law of the Sea នឹងទៀតបាទយន្តការផ្សះផ្សាដោយចាប់បង្ខំផ្អែកឬក៏អានឡោមទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីនីតិសមុទ្រនឹងទៅទៀតអាហ្នឹងអន្តរជាតិហើយអ្នកទី5ហ្នឹងរើសដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ទៀតបាទអញ្ចឹងវាយ៉ាងណាទៅបាទគាត់ថាធ្វើវិគីដែលថៃចង់បានរហូតធ្វើវិគីហ្នឹងវាប៉ុណ្្នឹងទៅហើយបាទកម្ពុជាហៅឲ្យចូលផ្អែកទៅលើចំណុចទី3នៃសេចក្តីប្រកាសរួម27ធ្នូ2025សម្ដេចធិបតីក៏លើកដែរបាទគឺការផ្អាកceasefire បាទបទច្បាញ់នេះគឺមិនឲ្យប៉ះពាល់ទៅដល់យន្តការនៃការវាស់វែងព្រំដែនកិច្ចការងាររបស់ JBC រវាងប្រទេសទាំងពីរហ្នឹងទេហើយប្រទេសទាំងពីរហ្នឹងត្រូវតែមកធ្វើការទៅលើការងារវាស់វែងព្រំដែនហ្នឹង JBC ហ្នឹងឲ្យបានឆាប់បំផុតទៀតខ្ញុំមើលពាក្យហ្នឹងឆាប់ហើយថែមពាក្យបំផុតម្តងទៀតឥឡូវយើងរាប់ពីថ្ងៃ27ធ្នូមកដល់ឥឡូវបានចូលកន្លះឆ្នាំបាត់ហើយបាទអាហ្នឹងគ្រាន់តែធ្វើវិគីប៉ុណ្ណា JBC
បាទ ហើយចុះទៅមក compulsory conciliation under United Nations Convention on Law ទៅទៀតបាទតើថៃនឹងយល់អីទៀតអញ្ចឹងក្នុងច្បាប់គេកំណត់ថា12ខែយ៉ាងយូរ បាទ បាទតែវិបត្តិជាក់ស្ដែងវាអាចនឹងទៅលើសពី12ខែទៅដល់2ឆ្នាំឧទាហរណ៍វាអាស្រ័យទៅលើឆន្ទៈគោរពច្បាប់អន្តរជាតិពិតប្រាកដរបស់ភាគីណាមួយនៃ party នៅក្នុងហ្នឹងប៉ុន្តែបើនិយាយពីកម្ពុជាគឺយើងមិនបាច់និយាយទេគឺថាយើងនឹងគ្រប់ជាប់អន្តរជាតិនឹងពិភពលោកគេដឹកបាទ នៅទស្សនៈខ្មែរយើងមួយក៏ទស្សនៈរដ្ឋាភិបាលមួយទស្សនៈផ្សេងគេបានលើកថាប្រដបថាប្តឹងទៅ ICJ ថារឿងព្រំដែនគោកណាតែអត់ឃើញប្តឹងដល់ឥឡូវយើងប្រកាន់ចំហមួយថាបើសិនជាត្រូវប្តឹងអត់មានការចរចាទ្វេភាគីតើវាអាចយ៉ាងម៉េចដែរវាអាចដល់ហ្នឹងអាចពួកបពប្រឆាំងគេធ្វើឬក៏រដ្ឋាភិបាលគេថាម៉េចពីព្រោះមុនយើងថាប្តឹង ICJ ឬក៏ខ្ញុំមិនជំនាញឲ្យច្បាប់តើលោកមើលទៅជ្រុងហ្នឹងត្រូវតែប្តឹងហ្មងមិនដែរមើលទៅយកអនខ្លនគឺត្រូវតែប្តឹងតែម្ដងមក បាទសូមអរគុណធម្មតាទេចង់បានន័យថានៅក្នុងយន្តការរបស់ UN ដើម្បីដោះស្រាយចំនួនអធិបតេយ្យមិនថាតែដែនដីដែនគោកឬក៏ដែនទឹកហ្នឹងបាទគេមានតុលាការ4បាទទី1 ICJ ទី2 ICLOS International Tribunal on the Law of the Sea មានថាតុលាការអន្តរជាតិនីតិសមុទ្រ ទី3 arbitration ឆាត់ បាទមជ្ឈត្តការបាទមជ្ឈត្តការហើយ ទី ទី4នោះគឺ special arbitration មានលក្ខណៈពិសេសមួយទៀតបាទមជ្ឈត្តការដែរ មិន ICC ទេ អត់ទេ ICC រឿងព្រំតាន់ផ្សេងបាទ ICC ប្តឹងបុគ្គល បាទ ដូចតែតេ បុគ្គលទទួលខុសត្រូវចំពោះអ ក្រិតកម្មទាំង4ធំរបស់ពិភពលោកដូចជា genocide បាទ ខ្មែរយើង បល័យពុសា បាទបល័យពុសាបាទកាត់នឹងខ្មែរយើងអវតកនោះ បាទអវតក អវតកហ្នឹងសក្រីមជឿនពៀនបាទ បាទ ហើយនឹងcrime of aggression crime against humanity សក្រីមប្រឆាំងមនុស្សជាតិបាទអញ្ចឹងអាធំហ្នឹងរដ្ឋទាំងអស់គេខ្លាចគេជិះវៀង បាទ គេអត់ចង់ចូលទេ បាទ ព្រោះនឹងចាប់បុគ្គលបាន បាទ ដូចតទេដូចពូទីនដូចនេតាន់យ៉ាហ៊ូ បាទ បាទឆែកទៅគឺ ខ្ញុំចង់សួរលោកប្អូនមួយសួរបងប្អូនជាលក្ខណៈបាទបច្ចេកទេសនៅពេលដែលថៃលុបជាឯកតោភាគីតើថៃចំណេញអីខាតអីកម្ពុជាចំណេញអីខាតអី បាទ ចង់ឆ្លើយលើមិនលើនយោបាយចង់ផ្នែកបច្ចេកទេស បាទ ច្បាប់ នៅក្នុងទស្សនវិជ្ជាច្បាប់នៅពេលដែលថៃសុកប្រកាសលុបជាឯកតោភាគីរហូតដល់ធ្វើឲ្យកម្ពុជានឹងភ្ញាក់ផ្អើលទៅទៀតសហគមន៍អាស៊ានក៏ភ្ញាក់ផ្អើលពិភពលោកក៏ភ្ញាក់ផ្អើលដែរកំពុងតែឆ្លោះគ្នាដែនគោកសាវទៅ តែទឹក ទៅដល់ដែនទឹកបាទអញ្ចឹងគេ question ណា បាទ បាទដែនគោកកណត់ទូតឡើងផ្អើលអន្តរជាតិសាវរុញទៅដែនទឹកម្ដងហើយអា JBC នេះអត់ចូលខ្លួនបែរជាជជែកអំពី UNCLOS តែប៉ុន្តែវារំលេចអំពី compulsory conciliation ហ្នឹងហើយ scenario របស់វា បាទ ហើយរំលេចហ្នឹងក៏ស្ទាក់ស្ទើរទៅទៀតបាទម្ដងទទួលយកម្ដងមិនទទួលយកតែច្បាប់ UNCLOS ហ្នឹងមិនទទួលយកក៏ទៅចូលដែរអត់ត្រូវការភាគីម្ខាងបង្ហាញឆន្ទៈថានឹងទៅដែរអត់ទេ compulsory conciliation ហ្នឹងគឺទៅហ្មងភាគីម្ខាងទៅគឺចូលដោះស្រាយតែម្ដងអញ្ចឹងបើនិយាយអំពីចំណេញខាតនៅក្នុងទស្សនវិជ្ជាច្បាប់បាទខ្ញុំមិនរកឃើញអំពីភាពចំណេញអីទៅលើផ្នែកសេដ្ឋកិច្ចរបស់ភាគីខាងថៃនោះទេនៅពេលដែលថៃកំពុងតែវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងធ្ងន់ធ្ងរវិបត្តិនយោបាយធ្ងន់ធ្ងរ បាទ អនុទិនអីហ្នឹងគេចាំតែច្អល់មុខនៅក្នុងសភាបាទដោះស្រាយបញ្ហាសេដ្ឋកិច្ចដោះស្រាយអាយុជីវិតឪពុកម្ដាយរបស់ទាហានហ្នឹងមិនតាន់ដោះស្រាយចប់សពកំប៉ុងម្ដងថ្ងៃនេះបាទអញ្ចឹងវាជាការកេងចំណេញនយោបាយរយៈពេលខ្លីតិចតួចបាទនឹងចំណេញនយោបាយទៀតអត់មានចំណេញសេដ្ឋកិច្ចទេ បាទ បាទហើយបើចង់ហេតុធ្វើការរកជាឯកតោភាគីរឿងធំជាមួយ UN Clause ហ្នឹងមកបាទសំដាងណាស់យើង
ratify តនពេលវេលាគឺយើងក្តាប់បាននៅសភាពការអញ្ចឹងថ្នាក់ដឹកនាំគាត់គិតណាអញ្ចឹងមុននឹង ratify UN clause នេះគឺថាគិតគូជាង4ទសវត្សរ៍មកហើយបាទមានអ្នកសួរខ្ញុំថាតើរដ្ឋាភិបាលយើងទើបតែគិតគូឬខ្ញុំថាអត់ទេបាទបើមើលអំពីកត្តាប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយ បាទ កត្តាផ្សេងបាទ ជា អ្នក ពិ ចិត្ត សេស ខាង គឺថា អី យើង ឡាក់ មិន ឡាក់ តែមួយ បាទ ថៃទេយើងឃើញហត្ថលេខារបស់សម្ដេចនៅពេលនោះជាសមាមិត្តហ៊ុនសែនឆ្នាំ1982 បាទ ដែលចុះហត្ថលេខាជាមួយងារគឺថារដ្ឋមន្ត្រីការបរទេសលើដែនសមុទ្រប្រវត្តិសាស្ត្រស្ដីអំពីបញ្ហានៅម្ដុំកតលអញ្ចឹងបើយើងមើលទៅក្រោយបានសេចក្តីថាលោកបានគិតយូរមកហើយពីព្រោះអាហ្នឹងតែយើងមិនទៅជ័យដល់ដល់ទេប៉ុន្តែគាត់ថាយើងបានគិតគូរឆ្លាញ់ចំណុចអស់ហ្នឹងមែន ប្រកបណាស់ថាកណ្ដាត់ទូតដឹងចំតោះតវ៉ាទៅលើទីតាំងដែលទាហានថៃកាន់កាប់ដោយខុសច្បាប់មកលើដែនអធិបតេយ្យជាតិកម្ពុជាយើងដែលរំលោភយ៉ាងធ្ងន់ធ្ងរទៅលើមាត្រា2មាត្រា1នៃធម្មនុញ្ញរបស់កម្ពុជាផងដែរមិនត្រឹមតែធម្មនុញ្ញរបស់អាស៊ានមិនត្រឹមតែរំលោភធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទេថៃរំលោភទាំងអស់បើធម្មនុញ្ញរបស់ថៃហ្នឹងមាត្រា3មាត្រា5ហ្នឹងក៏ចែងមិនឲ្យប្រើប្រាស់កម្លាំងដើម្បីផ្លាស់ប្ដូរព្រំដែនអន្តរជាតិដែរព្រោះការតាក់តែងរដ្ឋធម្មនុញ្ញរដ្ឋទាំងអស់ត្រូវតែអនុលោមតាមយន្តការវិធាននៃច្បាប់អន្តរជាតិគឺធម្មនុញ្ញអង្គការសហប្រជាជាតិហ្នឹងឯងគេហាមឃាត់ធម្មនុញ្ញអង្គការសហប្រជាជាតិចេញមកហ្នឹងគឺដើម្បីរៀបចំស្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់បាទមិនមែនស្ដាប់ធ្នាប់អន្តរជាតិផ្អែកលើកម្លាំងទេ បាទ មិនមែនស្ដាប់ធ្នាប់អន្តរជាតិឬក៏ស្ដាប់ធ្នាប់អាស៊ានផ្អែកលើកម្លាំងទេបាទថៃកំពុងតែប្រែក្លាយពីនីតិរដ្ឋនៅក្នុងសហគមន៍អាស៊ានទៅជានីតិកម្លាំងឆ្លៀតពៀនផ្លាស់ប្ដូរព្រំដែនអន្តរជាតិបាទ អានេះដូចឈួតខុស បា ពី ទអញ្ចឹងមិនថាវាបំផ្លាញអាស៊ានទាំងមូលតែម្ដង បាទ បាទអញ្ចឹងបាទខ្ញុំកន្លងមកខ្ញុំលើកឡើងថានៅភូមិរឿងផ្ទៃក្នុងណា បាទ ប៉ុន្តែអាលើកតបឆ្លងព្រំដែនអន្តរជាតិកម្ពុជាថៃនេះធ្ងន់ធ្ងរណាស់បាទអញ្ចឹងនៅក្នុងធម្មនុញ្ញ UN គេមានពាក្យថា enemy state ហ្នឹងមានន័យថាម៉េចមានថារដ្ឋណាដែលនៅតែបន្តប្រើប្រាស់កម្លាំងប្រដាប់អាវុធវាយឆ្លងព្រំដែនផ្លាស់ប្ដូរព្រំដែនអន្តរជាតិឬក៏ផែនទីអន្តរជាតិដោយកម្លាំងយោធាហ្នឹងឬក៏ប្រើកម្លាំងយោធាដើម្បីវាយឈ្លានពានទៅរដ្ឋដទៃហ្នឹងគេហៅថា enemy state អញ្ចឹងអាកតាហ្នឹងវាបំផ្លាញឬក៏វាផ្ទុយទៅនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បាទ អញ្ចឹងគេឲ្យឈ្មោះថា enemy state អញ្ចឹងថៃកាន់តែជ្រៅកាន់តែវិវត្តទៅណាកន្លងមកខ្ញុំហៅថាអ្វីដែលថៃប្រើប្រាស់កម្លាំងប្រដាប់អាវុធយោធា F16 Gripen អីយ៉ាងសាហាវខុសខើឈ្លានពានទឹកដីកម្ពុជាហ្នឹងខ្ញុំហៅថាសត្វចម្លែកក្នុងអាស៊ានបាទហើយអាការបន្តសកម្មភាពពីដែនកោកទៅដែនទឹកហ្នឹងហាក់ដូចជាវា Hitler ទី2នៅក្នុងសតវត្សទី21ហើយដល់បន្តយកលេសចូល JBC ដោះស្រាយតាមច្បាប់អន្តរជាតិតាមយន្តការទ្វេភាគីអនុលោមតាមច្បាប់អន្តរជាតិនៃសន្ធិសញ្ញាបារាំងសៀមហើយរុញទៅ UN clause ទៀតនេះហើយយកលេសទៅនឹងអា UN clause មិនទាន់ទាំងបានចូលទៅតុសន្ធានកម្មផ្សះគ្នាឬក៏ជជែកគ្នាផងយកលេសតាំងពីដើមទីទៅហើយមិនទាន់ទាំងចូលដល់នីតិវិធីនៃការរៀបចំប្រព្រឹត្តទៅនៃ compulsory conciliation ហ្នឹងផងឃើញតាំងពីដើមទីទៅបាទអញ្ចឹងចេតនាគឺថាឆ្លេនពៀនយល់លេសសិតសាតបាទបោះសេណារីយ៉ូពីមួយទៅមួយអញ្ចឹងបកមកវិញអ្វីដែលខ្ញុំចង់រំលឹកអ្វីដែលថៃឆ្លេនពៀនកាន់កាប់ទឹកដី de facto បច្ចុប្បន្ននេះបាទហើយតាមរយៈកណ្ដាត់ទូតរបស់ក្រសួងការបរទេសឡើងផ្អើលពិភពលោកនេះគឺជាអាវុធការទូតសកម្មដ៏មានឥទ្ធិពលនិងមានប្រសិទ្ធភាពបំផុតដោយអនុលោមទៅតាម jurisprudence ឬក៏ហៅថាវិធានអន្តរជាតិដែលចែងអំពីដែលគេហៅថាដរាប់ម្ចាស់កម្មសិទ្ធិនៃទឹកដីនៃប្រទេសហ្នឹងនៅតែប្តឹងនៅតែតវ៉ានៅតែចំតោះទៅលើការកាន់កាប់ de facto ហ្នឹងដរាបនោះសិទ្ធិជាម្ចាស់មិនបាត់បង់នោះទេបាទនេះគឺជាវិធាន international norm បាទហៅថាយុត្តិសាស្ត្រ
បាទអន្តរជាតិបាទ jurisprudence មិនយុទ្ធសាស្ត្រយុត្តិសាស្ត្រ យុទ្ធសាស្ត្រ បាទអញ្ចឹងត្រូវបានគេយកមកជាមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិផងដែរហើយបើថ្មីបើថៃបដិសេធនៅយុត្តាធិការរបស់ ICJ ក៏ដោយក៏ចំពោះមុខនេះតាមរយៈគណៈទូតដ៏កក្រើករបស់ក្រសួងការបរទេសរបស់កម្ពុជាយើងធ្វើឲ្យតុលាការនៃប្រជាជនអាស៊ានតុលាការនៃសហគមន៍ពិភពលោកគេជួយកាត់ក្តីបដាបដាទៅហើយមិនតាន់ដល់ចូលដល់តុលាការជាក់ស្ដែងផង បាទ មួយទៀតពាក់ព័ន្ធនឹង UN clause ហ្នឹងថៃ ratify ឆ្នាំ82បាទសំទោសថៃចុះហត្ថលេខាជាភាគីហត្ថលេខីបាទឆ្នាំ82ក៏ដូចជាកម្ពុជាផងដែរគ្រាន់តែថាយើងផ្ដល់សច្ចាប័នខុសគ្នាខុសឆ្នាំគ្នាបាទប៉ុន្តែនៅក្នុង UN clause នេះបានចែងថាផ្អែកទៅលើមាត្រា287នៃ UN clause ចែងថារដ្ឋភាគីដែលបានចុះហត្ថលេខានិងបានផ្ដល់សច្ចាប័នទៅលើ UN clause បានជាប់នៅចំណងកាតព្វកិច្ចយុត្តាធិការក្រមយុត្តាធិការរបស់ ICLOS International Tribunal on the Law of the Sea តុលាការអន្តរជាតិនីតិសមុទ្រគឺចូលក្រមយុត្តាធិការរបស់តុលាការនីតិសមុទ្រនឹងតែម្ដងអញ្ចឹងអត់មានសិទ្ធអត់មានលេសអីដែលត្រូវបដិសេធទេអញ្ចឹងបានចូលទៅហើយបាទនេះគឺទស្សនវិជ្ជានៃមាត្រា287នៃច្បាប់ UN clause ហ្នឹងបាទហើយលើកហេតុផលថាកម្ពុជាហ្នឹងប្រកាសថានឹងទទួលនឹងអនុវត្តយកនៅយន្តការចរចាដោយបង្ខំផ្សះផ្សាដោយបង្ខំអីអស់ហ្នឹងទៅតាមយន្តការ compulsory conciliation ហ្នឹងហើយភាគីថៃថាកម្ពុជាប្រកាសឆាប់ពេកឬក៏ដូចជាបង្ខំឲ្យភាគីថៃចូលទៅជាមួយភាគីថៃអត់តាន់ទទួលយកទេតែអនក្លោសគេអត់ត្រូវការភាគីថៃអូខេទទួលយកមិនទទួលយកភាគីម្ខាងកម្ពុជាហ្នឹងដាក់ទៅគឺអនុវត្តយកទៅហ្មងបន្តនីតិវិធីទៅហ្មងបាទអញ្ចឹងវាថាវាភ្ជាប់គ្នាបាទបាទភ្ជាប់គ្នាបាទកន្លែងហ្នឹងសូមអរគុណ អរគុណណាស់ដោយសារពេលវេលាយើងក៏ជិតដល់ទីបញ្ចប់ដែរនេះលោកមានអីចុងក្រោយសូមជឿបាទជាចុងក្រោយក៏ខ្ញុំសូមសនំពោឲ្យភាគីថៃត្រូវតែចូលឆាប់បំផុតតាមដែលអាចធ្វើទៅបានអនុវត្តទៅលើចំណុចទី3នៃសេចក្តីប្រកាសរួមថ្ងៃទី27ធ្នូ2025ដើម្បីបង្ហាញថាថៃគឺជារដ្ឋមួយដែលគោរពច្បាប់អន្តរជាតិពីព្រោះថាសេចក្តីប្រកាសបទច្បាញ់27ធ្នូនេះគឺជាបទច្បាញ់លក្ខណៈបណ្ដោះអាសន្នប្រែคล้ายពីចុងកណ្ដុងមកចុងបិចប្រែคล้ายពីសមរភូមិបង្ហូរឈាមមកតុចរចាដើម្បីរក្សាទីតាំងបណ្ដោះអាសន្នមកចរចាលើតុសន្តិភាពទ្វេភាគីដោយអនុលោមទៅតាមចំណុចទី3ដើម្បីអនុញ្ញាតឲ្យភាគីទាំងសងខាងប្រើប្រាស់យន្តការ JBC គណៈកម្មការព្រំដែនទាំងសងខាងវាស់វែងជាក់ស្ដែងឃើញតាណារបស់កម្ពុជាឲ្យកម្ពុជាឃើញតាណារបស់ថៃឲ្យថៃនេះហើយគឺជាយន្តការនៃការគោរពច្បាប់អន្តរជាតិពិតប្រាកដហើយកុំរំលឹកថាខ្លួនឯងនឹងគោរពច្បាប់អន្តរជាតិបើគោរពច្បាប់អន្តរជាតិគឺចូលមក JBC ជាមួយកម្ពុជាដោយអនុលោមទៅតាម MOU ឆ្នាំ2000ដែលបានចុះហត្ថលេខាឯកភាពគ្នាហើយរវាងភាគីទាំងពីរអញ្ចឹងថៃរំលោភ MOU 2001ភាសាណាអញ្ចឹងឥឡូវវាទៅរំលោភ MOU 2001ភាសាទៀតបាទអញ្ចឹងរំលោភហើយរំលោភទៀត unilaterally ហើយ unilaterally ទៀតអញ្ចឹងវាធ្វើឲ្យថៃហ្នឹងវាខ្លាយជា unilaterally state act of aggression បាទអញ្ចឹងសួរតើប្រទេសណានឹងហត្ថលេខា OC អន្តរជាតិជាមួយថៃទៀតបើសំបីតែ MOU 2000 MOU 2001ដែលចុះហត្ថលេខាផ្លូវច្បាប់ជាមួយកម្ពុជាហើយបានទៅតម្កល់នៅអង្គការសហប្រជាជាតិคล้ายទៅជាច្បាប់អន្តរជាតិយ៉ាងពេញទីទៅទៀតបាទបើខ្ញុំស្រាវជ្រាវខ្ញុំឃើញទាំងលេខចុះ registration number នៅក្នុង MOU 2001នោះទៀតបាទអញ្ចឹងមានន័យថាសំបីតែ MOU កម្រិតប្រទេសឲ្យតម្កល់នៅអង្គការសហប្រជាជាតិនៅថៃប្រកាសលុបចោលជាឯកតោភាគីហើយចុះតម្រាំតែកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនឯកជនជាមួយនឹងរដ្ឋាភិបាលថៃវាទៅយ៉ាងណាទៅអញ្ចឹងតើពិភពលោកណាគេហ៊ានរកស៊ីជាមួយថៃបាទអញ្ចឹងវាឆ្លុះបញ្ចាំងទាំងអស់អញ្ចឹងកុំគិតថាខ្លួនឯងធ្វើអីបានតាមចិត្តហើយខ្ញុំជូនសារទៅអនុទានទៅចុះសហគមន៍អាស៊ាននិងពិភពលោកគេកំពុងឃើញថាថៃនេះបំផ្លាញអាស៊ានមួយទាំងមូលហើយធ្វើឲ្យពិភពលោកវាតម្លៃថា
ថៃគឺជារដ្ឋដែលมันអាចទុកចិត្តបានมันអាចយកជាគ្នាបានมันអាចរកស៊ីជាមួយបានបាទត្រឹមកម្រិតប្រទេសហើយនៅហ៊ានលុបបញ្ចុះទៅមកក្រុមហ៊ុនឯកជនមករកស៊ីជាមួយថៃអញ្ចឹងវាបំពេញប៉ុណ្ណាហើយបើនយោបាយផ្ទៃក្នុងវារុញមកទៀតវាស៊ីគេឆៅតែម្ដងបាទសូមអរគុណ អរគុណណាស់ដែលលោកបានជួយចែករំលែកតាមផ្លូវច្បាប់ក៏ដូចជាការវិភាគទៅដល់ជនរួមជាតិដើម្បីយកទៅមើលសូម្បីតែខ្ញុំមិនហ៊ានថាយល់ដឹងអីទេពីព្រោះពួកយើងអត់បានរៀនដែរតែយើងមិនច្បាស់យើងធ្វើល្ងងល្អជាងអញ្ចឹងបងប្អូនតើតើនឹងរឿងនេះបងប្អូនមើលចូលទៅ UN កន្លែង website របស់ UN បណ្ណាល័យគឺឃើញហើយដូចលើកមុនអញ្ចឹងខ្ញុំបានទៅដល់អង្គការសហប្រជាជាតិខ្ញុំទៅដល់បណ្ណាល័យនឹងហើយសុំលោកស្រីដែលប្រធានបណ្ណាល័យដែលយួរព្រំដែនស្លឹកព្រំដែនមកស្អុយខ្មែរហ្នឹងគឺខ្ញុំទៅដល់ការិយាល័យ UN ខ្ញុំសុំគាត់ឆែកឲ្យខ្ញុំទៅបើកគ្រីងកែតុកមើលឃើញរឿងទាំងអស់តែគាត់កន្លែងខ្លះខ្ញុំមិននិយាយទេក៏គេឲ្យខ្ញុំមើលទាំងអស់ហ្នឹងហើយសូមជម្រាបថាអ្នកផ្សាយខ្លះគាត់ផ្សាយគាត់និយាយមកថាធ្វើមិនគេយកនៅក្នុងច្បាប់ដែលលោកនិយាយមិញគេថានៅក្រុងបញ្ជាហ្នឹងគឺថាការកាន់កាប់ទាំងឡាយណាដែលវាផ្ទុយប្រើតបđấyគឺវាខុសហើយកាលណាប្រទេសវាយើងនៅតែតវ៉ានោះការកាន់កាប់គឺមិនស្របច្បាប់ទេនឹងច្បាប់គេចែងមកច្បាប់គេថាមិនមែនយើងខ្ញុំអ្នកថាទេគ្រូបង្រៀនយកច្បាប់នោះមកបង្រៀនយើងហើយយើងក៏ទៅបើកមើលឃើញដូច្នេះឧបមាថាឥឡូវបងប្អូនថាត្រូវយកដីទៅយកថៃអីមកវិញច្បាប់នោះគេថាហ្មងហើយលោកបងក៏បានជំរាបមិញថាបើថៃធ្វើអញ្ចឹងថៃស្លាប់ខ្លួនឯងវិញទេពីព្រោះអីក៏ដល់គេគាត់តែឃើញថៃគេចង់រកស៊ីមួយថៃគេគាត់ឃើញថាចំនិយាយដៃលុបជើងហើយទុនគេរាប់ពាន់លានដូច្នេះនេះជាចំណុចមួយយើងឈឺចាប់រយៈពេលខ្លីប៉ុន្តែយើងនឹងមានអនាគតនៅពេលវុកនៅពេលដែលជនរួមជាតិរបស់យើងយល់ដឹងហើយយើងបន្តគ្រប់គ្រងជាមួយនឹងរដ្ឋាភិបាលរបស់យើងទៀតដើម្បីធ្វើដំណើរទៅអញ្ចឹងបើយើងស្ដាប់ជនជាតិខ្មែរដែលមានសញ្ជាតិអាមេរិកឬក៏មានសញ្ជាតិបារាំងអង់គ្លេសអូស្ត្រាលីយើងឃើញមើលទៅដូចជាខ្មែរអត់ធ្វើអីសោះប៉ុន្តែបើយើងស្ដាប់ដូចជាលោកប្អូនគាត់ជាអ្នកជំនាញច្បាប់យើងវាដើមធ្លាប់តែឮអ្នកវិភាគឯករាជ្យប៉ុន្តែស៊ីលុយអាមេរិកាំងស៊ីលុយយូសេតស៊ីលុយអឺរ៉ុបហ្នឹងគាត់អ្នកវិភាគឯករាជ្យឥឡូវនេះក្មេងចំនួនក្រោយមកដល់ហើយយើងស្ដាប់គាត់អត់មាននិន្នាការទេចឹងគាត់និយាយអំពីច្បាប់យកមកឲ្យយើងស្ដាប់ឲ្យយើងពិចារណាចឹងនេះអ្នកចំនួនក្រោយគឺអ្នករៀនសូត្រចេះដឹងច្រើនចឹងការនិយាយបែរទៅលើច្បាប់ដូច្នេះសង្ឃឹមថាទាំងអស់គ្នាទាំងខ្ញុំទាំងឯងនឹងទទួលបានការយល់ដឹងបន្ថែមទៀតហើយមិនត្រូវអស់សង្ឃឹមយើងត្រូវតែរួមគ្នាតទៅទៀតដើម្បីប្រទេសជាតិរបស់យើងហើយក្នុងឱកាសនេះសូមអរគុណលោកប្អូនសាជាថ្មីដែលបានផ្ដល់មែនតើបងប្អូនរវល់ណាស់គាត់ទូរស័ព្ទទៅបងប្អូនមកឆ្លើយព្រាមតែត្រូវឲ្យខ្ញុំមានផ្សាយពិសេសនៅថ្ងៃនេះដោយសារព្រឹត្តិការណ៍វាថ្មីអញ្ចឹងខ្ញុំក៏សូមខន្តីអភ័យទោសហើយសូមអរគុណបងប្អូនដែលបានជួយមកហើយបើខ្ញុំនិយាយខុសអីកន្លែងណាក៏សូមអធិស្ឋានអញ្ចឹងខ្ញុំសូមអរគុណហើយសូមបញ្ចប់តែប៉ុណ្ណេះ